រាល់យកពេលដែលប្រច័នភ្លឺស្អាតនោះសូមប្រាថ្នាមួយទៅគឺប្រកាសជាបានសម្រេចបំណងប៉ាត់មែនណាព្រះច័ន្ទអើយព្រះច័ន្ទដល់ពេលខ្ញុំធំឡើងសូមឲ្យបានធ្វើជាមន្ត្រីស្អាតស្អំកំចាត់ជនពុករលួយជនអាក្រក់អស់ឈប់ទូស្គរទៅឈប់ទូស្គរទៅឈប់ទូស្គរទៅយោឈប់ទូស្គរទៅយ៉ាអើយស្គរបែកបាក់កន្លែងបែកបាក់សាលាស្រុកបែកបាក់បូករួមទាំងមន្ត្រីបែកបាក់ម្នាក់ទៀតព្រេបដាក់បែកជាហ៊ានមកប្រមាថលោកម្ចាស់របស់យើងផងហើយយ៉ាមន្ត្រីតូចតាចប៉ាន់ក្របល្ងធ្វើម៉េចនឹងឲ្យហ្វាងហាងជីងយើងប្រមាថនោះហ្វាងហាងជីងអើយហ្វាងហាងជីងអ្នកមានលេខ1នៅខ្វាងតុងនេះជាពាក្យបណ្ដឹងរបស់ខ្ញុំជូនដំណើរលោកសេដ្ឋីលីប្តីប្រពន្ធរបស់ហ្វាងឡៅជើពេលដែលទៅដំណាក់របស់លោកម្ចាស់លីបានយកសម្រស់របស់នាងទៅចែកចង់លោកម្ចាស់លីអត់ទេណាលោកម្ចាស់ទៅផ្ទះជីតារបស់លោកហើយអឹកស្ដាច់យ៉ាមិនបាច់ទេអឹកទៀតស្លាប់ហើយយ៉ានៅទំនេរហើយយើងស៊ីស្ដេចរបស់ឯងចាញ់អើយណែកូនប្រុសហ่ากុំបានធ្វើជាមន្ត្រីហើយកុំហឺហាអីសោះខ្ញុំមានហឺហាឯណាកូនបងកូននៅចាំបានទេពាក្យស្លោកមនុស្សបាក់សមមិនធ្វើជាមន្ត្រីគឺត្រូវតែថ្លាដូចទឹកត្រូវស្អាតស្អំបរិសុទ្ធណាពុកកុំភ្លេចថាពុកកាលពីមុនគឺត្រូវហើយកាលពីមុននោះគឺជាមន្ត្រីពុករលួយម្នាក់ពុកគឺមានឈ្មោះល្បីថាបើអង្គប៉ៅមិនដល់ដៃគឺមិនអាចធានាថាកាត់ក្តីបានទេគឺព្រោះតែពុកសាងតែអំពើអាក្រក់ច្រើនពេកហើយនេះហើយបងប្រុសទាំង12របស់កូននោះអត់មាននរណាមួយចិញ្ចឹមបានយូរទេធ្វើបាបឪពុកឆ្នាំណាក៏ត្រូវមនុស្សសក់ស្កូវដុតមនុស្សសក់ខ្មៅដែលដល់ទីបំផុតអមជួបាយហើយពុកក៏ចូលនិវត្តន៍ទៅស្រុកកំណើតវិញយកទ្រព្យសម្បត្តិទាំងប្រមាណជួយអ្នកក្រធ្វើបុណ្យហើយនេះហើយទើបពុកអាចការពារជីវិតរបស់កូនឯងបានណាហើយកូនមើលពុកបានធ្វើអានេះឲ្យកូនយកទៅជួននៅកណ្ដាលផ្ទះវាជាអសរបរិសុទ្ធហេមិនក៏កូនមើលយ៉ាងណាក៏វាដូចជាអសរក្រដដែលនឹងជួងទី13វីវហើយលោកម្ចាស់គឺទី13ហើយលោកម្ចាស់មានអីទៅនឹងមកហូបបង្អែមទៅណែយ៉ាគឺបង្អែមដំឡូងតាប៉ែអាឆាប់ហូបទៅបង្អែមនេះឆ្ងាញ់ណាស់ណាកូនទី13ណាអីម៉ែមិនចេះកូនក៏ច្រឡំដែរអាកូនទុនសាយឯងរត់ទៅណាខ្ញុំជាប្តីរបស់យីប៉ែឯងហើយចុះឯងខ្ញុំជាចៅរបស់យាយអាយ៉ាចៅស្រីឯងធំប៉ុណ្ណេះទៅហើយអាយ៉ាតាប៉ែឆាប់ហូបទៅបើមិនចឹងទេតិចខ្ញុំគិត13ណាម៉ែពូ13ម្ដងនេះយើងមានហើយចូលមកទាំងលើទាំងក្រោមពួកយើងនៅកណ្ដាលចាប់បានទាំងរស់ល្អពិសេសមែនពួកយើងចំណាយប្រាក់ទៅទិញមន្ត្រីនេះច្រើនម្លឹងគឺមិនព្រោះតែឥឡូវនេះទេអាយ៉ាកូនជើងរៃអីនេះយើងបណ្ដឹងឯងថាកុំឲ្យធ្វើជាមន្ត្រីពុករលួយឯងគឺមិនស្ដាប់ទេហ្វាងហាងជីងគេជាអ្នកមានលេខ1នៅខ្វាងតុងឯងសាកតែជួបជាមួយនឹងគេនិយាយមួយម៉ាត់ទៅគិតក៏កុំគិតឲ្យសោះកុំឲ្យធ្វើស្រួលបួនបន្តិចណាកុំអីពុកកូនដឹងហើយជួយគេទៅនេះកូនប្រុសអសររបស់កូននេះអសរនេះអសរក្រនោះពុកទៅខ្លួនឯងចុះតែអ្នកឈរនេះជាណាខ្ញុំឈ្មោះហ្វាងថាងជីងខាងដើមចោតតាមច្បាប់មិនបាច់លើកចង្កងទេហ្វាងថាងជីងព្រមទេធ្វើបានអ្នកខ្សោយជួយអ្នកខ្លាំងយល់លមួកដាក់ក្នុងផ្ទៃទឹកប្រយ័ត្នទៅមិនបាច់ប្រយ័ត្នទេនិយាយតាមត្រង់ទៅចុះយើងចង់បដៅឯងយូរហើយអរគុណខ្ញុំធ្លាប់ល្បីឈ្មោះលោកយូរណាស់មកហើយជនជាតិស្អីក៏ដោយសខ្មៅក៏ដោយលោកសម្រាប់ចោលទាំងអស់លោកជួបអ្នកណាក៏ដោយតែងតែហៅពុកធររឿងនេះខ្ញុំក៏ចង់ដឹងណាស់ដែរមិនចាំបាច់គួរសមទេតាំងពីដើមមកខ្ញុំល្អតែអញ្ចឹងមុនបើដូចគេធម្មតាលោកម្ចាស់ជាស្រីពេជាអាយយកឯងធម្មតាយើងជំនន់ផងអញ្ចឹងផ្នែករបស់លោកខាងណាដែលឃើញខ្ញុំយកឯងទៅដាក់ក្នុងផ្ទៃទឹកនោះ
នេះគ្រាន់តែជាការប្រៀបធៀបតែប៉ុណ្ណោះតែបើអញ្ចឹងខ្ញុំប្រៀបធៀបថាម្ដាយរបស់លោកក៏មានចរិតស្លូតបូតដែរអេខ្ញុំមិនបានថាគេជាពុកថយណាមិនក៏ឯងធ្វើបាននេះរឿងនេះខ្ញុំក៏មិនសូវដឹងច្បាស់លាស់ប៉ុន្មានដែរប៉ុន្តែប្រពន្ធរបស់ឡាយជីមានបំណងរំលោភលោកសេដ្ឋីគឺមានផតតាំងគ្រប់គ្រាន់ប្រពន្ធរបស់ឯងគឺអយុធធរដែរលោកម្ចាស់អើយថ្ងៃនោះលោកសេដ្ឋីទៅផ្ទះប្រពន្ធរបស់ខ្ញុំឆាឆាប្រពន្ធខ្ញុំហើយខ្ញុំមកវិញឃើញគេចាប់ដៃប្រពន្ធខ្ញុំសង្កត់ពីលើប្រពន្ធខ្ញុំចង់រំលោភខ្ញុំខឹងខ្លាំងពេកក៏វាយគេតែម្ដងទៅអ្នកផ្សារផ្អើលចោលឡោចូលទៅក៏វាយខ្ញុំថែមទៀតផងអយុធធរដែរលោកម្ចាស់ជួយរកយុធធរឲ្យខ្ញុំផងទៅលីចាន់ឯងចាប់ដៃប្រពន្ធគេបានន័យថាឯងចង់រំលោភគេហើយតើមែនទេអូលោកម្ចាស់ថ្ងៃនេះលោកម្ចាស់ទឹកមុខស្រស់បោះអស់ចានណាពិតមែនណាប្រកាសជាអញ្ចឹងហើយយើងស្អាតតែអញ្ចឹងតាំងពីដើមមកស្នាមដៃរបស់លោកល្អមែនតែនឲ្យខ្ញុំសុំមើលបន្តិចមើលហើយយ៉ាងម៉េចមិននេះលោកនិយាយថាចាប់ដៃចង់រំលោភឥឡូវនេះខ្ញុំចាប់ដៃលោកចង់រំលោភលោកហើយអង្គុយតែសៀមចាំស្ដាប់ខ្ញុំភាសាជាងលោកសេដ្ឋីលីព្រោះតែប្តីប្រពន្ធតកូលបានពីអ្នកមិនបងខ្លាយផ្ទះក៏ចង់យកផ្ទះទៅវិញឯប្តីប្រពន្ធទាំងពីរមិនចង់បងខ្លាយផ្ទះក៏រំលោភលោកសេដ្ឋីដូច្នេះសូមតុលាការមេត្តាជួយកាត់ក្តីផងមិនមែនទេលោកម្ចាស់លោកសេដ្ឋីធ្លាប់ជួបផ្ទះឪពុកខ្ញុំធ្លាប់ជួយជីវិតគាត់សន្យាថាមួយឆ្នាំជួយដល់30ដំណឹងឆ្នាំណាក៏ធ្វើអញ្ចឹងដែរលោកម្ចាស់អមិនក៏ប្រែកន្លះទៅវិញអញ្ចឹងតែមានកិច្ចសន្យាទេឆាប់យកចេញមកប្រកាសជាមានងាប់ឲ្យកដាស់តូចប៉ុណ្ណឹងមើលមិនឃើញទៅអាធំក៏មានដែរលោកម្ចាស់ចង់មើលមួយណាក៏បានដែរមើលអាធំទៅល្អណាស់ហេលោកម្ចាស់មិនប្រកាសថាខ្លាចគេហាពុកថនទេកិច្ចសន្យានៅទីនេះលោកម្ចាស់អានឲ្យគេលឺបន្តិចទៅហើយអានឲ្យច្បាស់បន្តិចផងខ្ញុំឈ្មោះចិនតៅហួរជាអ្នកជួលផ្ទះនៅផ្លូវតៅស៊ូបានជួលផ្ទះឲ្យទៅគ្រួសារវាងដែលជាអ្នកមានគុណមិនទាន់សងគុណបានបើមិនបានបងថ្លៃផ្ទះឲ្យទៅបង30ដំណឹងក៏បានដែរហើយមិនអាចយកផ្ទះវិញបានទេលិខិតនេះទុកជាភស្តុតាងឲ្យកូនចៅចំនួនក្រោយមើលគេនិយាយត្រូវតែគេថាមិនបងថ្លៃផ្ទះក៏បានដែរមិនក៏លោកថាគេចង់យកផ្ទះវិញតែឆ្នាំណាក៏ខ្ញុំបងថ្លៃផ្ទះ30ដំណឹងដែរ30ដំណឹងឯង3សែនដំឡឹងណាចុះឯងនិយាយស្អីហ្នឹងលោកម្ចាស់មិនបានរៀនសូត្រទេខ្ញុំដឹងថាលោកម្ចាស់ប្រកាសជាមិនបានរៀនទេចាំខ្ញុំបង្រៀនលោកម្ចាស់ទៅចុះគួរតែអានចេះវិញទេឃើញទេគ្រួសារវាងដែលបានជួលផ្ទះយើងមិនទាន់បានសងគុណទេបើគេមិនបង់ឈ្នួលផ្ទះអាចយកផ្ទះវិញបានឈ្នួលផ្ទះ30ដំឡឹងមិនអាចជួលឲ្យអ្នកដទៃបានទេអាចកែទៅជាអញ្ចឹងបានដែរលោកម្ចាស់កាត់ក្តីបានហើយឬនៅណែស្ទើរមិនចង់កាត់ក្តីព្រោះចង់បានលុយតែមែនទេមិនក៏និយាយអញ្ចឹងនេះគេជាវិក័យប័ណ្ណ300ដំឡឹងតែមិនមែនជារបស់លោកទេនេះទើបជារបស់លោកមើលទៅគឺវាមានតម្លៃតែប៉ុណ្ណឹងយកទៅមួយដំឡឹងកាត់ឬក៏មិនកាត់កាត់ក្តីទៅចាំឡើយបាទកាត់ឥឡូវហើយវាងឡាយជឿចំពាក់ឈ្នួលផ្ទះគេត្រូវរើចេញចាប់ពីថ្ងៃនេះទៅត្រូវប្រកល់ផ្ទះឲ្យទៅលីជឿអ៊ីងវិញចំពោះរឿងលោកសេដ្ឋីចង់រំលោភប្រពន្ធគេតែរំលោភមិនបាននោះគឺត្រូវចប់ត្រឹមនេះបាទហើយមិនបាននិយាយទេសូមអរគុណហើយលោកសេដ្ឋីមានចិត្តទូលាយមែនណាខ្ញុំលាសិនហើយអយុធធម៌ណាលោកម្ចាស់អយុធធម៌ណាយើងសូមទូលមានឯងណាកូនធម៌បញ្ញាប់ទៅស្រុកកំណើតធ្វើស្រែវិញទៅឯងចង់ធ្វើជាមន្ត្រីប្រយ័ត្នថ្ងៃក្រោយខ្មាស់គេជាងនេះទៀតទៅយ៉ាគ្រួសារជាយកគេទៅទទួលគុណកំមហើយតាបើអ្នកណាគេទៅរៀបការជាមួយមនុស្សរបេងអញ្ចឹងនោះសូម្បីតែប៉ាឡុងស៊ីងគូតស្អុយក៏ធ្វើជាមន្ត្រីដែរមានអីចម្លែកទៅអូលោកពូគិតទៅដល់នឹងដើរលេងบ่ទេហេតុអីទៅមើលទៅមិនបានចប្រេះផ្ដាច់អញ្ចឹងយកហួយឯងទៅមើលសភាពការទៅបាទលោកម្ចាស់ប៉ាឡុងស៊ីមកអើយកុំវាងាប់លោកម្ចាស់សភាពការមិនល្អទេអញ្ចឹងជួយតាមថ្ងៃក្រោយទៅឲ្យឆាប់ឡើងសភាពការល្អដល់ឆាប់បន្តខ្ញុំមកលោកពូឲ្យលឿនឡើងឆាប់ចេញភ្លាមមកបើអញ្ចឹងឆាប់ទៅឲ្យលឿនឡើងប្រយ័ត្នទៅណាអីអើយជួយទាញប្រយ័ត្នតិចស្វាគមន៍អាចចោលមកសៀតគេស្វាគមន៍លោកម្ចាស់ឲ្យតែខ្ញុំមិនឈ្មោះចោលមកសៀតទេកុំទៅអូយស្បៃល្អនំប៉ាឆ្ងាញ់ស្បៃសុំជើញអាលោកទិញស្បៃទេស្បៃ
បីស្រស់ស្រស់ណាស់ទិញ1គីឡូទៅឆាខ្វាយដើររំលងផ្លូវមួយហើយដូចជាគ្មានឃើញមានរឿងអីទេតបតើចូលប្រកបជាមួយសុវត្ថិភាពណាឆាខ្វាយសូមជឿបងអង្គឈៀងមកបងខ្លាំងសូមជឿឆាខ្វាយណែលបងហើយលក់ឆាខ្វាយមកតាក់តងឲ្យជាមួយប៉ាឡុងឈៀងដែរលោកមិនដឹងទេមន្ត្រីប៉ាឡុងឈៀងនឹងវាស្អុយជាងតាហ៊ូរបស់ខ្ញុំទៅទៀតអ្មេចក៏និយាយអញ្ចឹងបងតជួយបងប្អូនទាំងអស់គ្នារឿងប៉ាឡុងឈៀងបរោះ10នាក់រំលោភនឹងជាមន្ត្រីពុករលួយរឿងបែបនេះក៏គឺវាសមមកពីហើយណែមុខខ្ញុំវាគួរស្អប់មែនឯងជើហួរឆាប់ប្រាប់ខ្ញុំតាមត្រង់ភ្លាមមកពិតបើដល់មានពេលខ្លះមើលទៅគួរចង់អើយធ្វើជាមនុស្សមានពេលខ្លះចាស់លក្ខការផងទៅគ្មានបានស្អីមែនមិនទៀតនិយាយទៅមិនទៀតគេនិយាយថាប៉ៅឡុងឈីងត្រូវគេអូសចូលដីភក់ឲ្យថែមទាំងបញ្ចុកលេមកឲ្យវាស៊ីទៀតផងវាស៊ីសបាយឲ្យវាស៊ីឆ្ងាញ់សបាយថែមទៀតផងណែប៉ៅឡុងឈីងខ្ញុំនេះមានគំនុំអីជាមួយនឹងពួកឯងទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំជាមន្ត្រីដែរអ្វីត្បិតថាខ្ញុំគ្មានរូបរាងសង្ហាមែនតែក៏មិនត្រូវប្រមាថបែបនេះដែរយ៉ាយើងចាំយកទៅកាត់ទោសទាំងអស់គ្នាគួរឆ្ងល់ណាស់ខ្ញុំធ្វើល្អប៉ុណ្ណឹងដែរហេតុអីបានជាពួកគេនាំគ្នាស្អប់ខ្ញុំបែបនេះអូលោកម្ចាស់តើមកពីណាអូគិតយករួចខ្លួនសិនហ្នឹងណាមើលទៅពួកគេប្រកាសជាចង់រករឿងខ្ញុំឲ្យពុតជោគបើដោយបរាជ័យមែនតើរកប្រាក់មិនបានហើយថែមទាំងគេស្អប់ទៀតផងមើលទៅខ្ញុំត្រូវតែអប់រំក្មេងចំនួនក្រោយឲ្យបានល្អព្រោះថាកុមារជាអ្នកស្នងប្រទេសជាតិឲ្យតែគេស្រឡាញ់ខ្ញុំមានសង្ឃឹមហើយអាបងប្រុសឆ្លាតគួរឲ្យស្រឡាញ់មែនមិនស្មានថាក្មេងនេះមានទឹកមាត់ច្រើនអញ្ចឹងសោះសយទៀតហើយមកក៏មានមនុស្សរៀបការជាមួយក្មេងអញ្ចឹងណូត្រូវអូប្រកែអស់ចោលមែនវាយគ្នាក្នុងទឹកដីរបស់ខ្ញុំអត់ប្រាប់មួយម៉ាត់សោះយើងជាសន្តិសុខទី1នៃរាជធានីឡាសនាមខ្លារខិនមកចាប់ជនទុច្ចរិត40នាក់បើអ្នកណាហ៊ានប្រឆាំងជាមួយយើងងាប់យ៉ាងមិនក៏គ្រីស្នៃបាយបាក់អញ្ចឹងគុណក៏ឆាប់ទៅទទួលគុណមកព្រាមទៅឆាប់ឡើងហើយយ៉ាពិតជាបុផាមួយតងដោះលើអាចគោមែនតែលោកពេលផ្សំដំណេកប្តីរបស់នាងស្លាប់ទៅមិនវិបោហើយទេអីបើវាងាប់ទៅមិនបានទៅលពូហើយទេអញជាអ្នកនិយាយខ្ញុំអត់និយាយទេណាណែលោកម្ចាស់ប៉ាខ្ញុំមិនលោកម្ចាស់ប៉ាទេប្រយ័ត្នខ្ញុំប្តឹងលោកណាលោកម្ចាស់មិនបាច់ប្រកែកទេគ្រាន់តែហិតខ្លាំងក៏ដឹងថាលោកម្ចាស់ប៉ាដែរលោកអញ្ជើញមកដល់គ្រួសាររបស់ខ្ញុំពិតជាស្រស់ប្រឹមប្រៃទាំងអស់គ្នាមែនហើយដោយលពូទី13អកចាស់នេះពេញចិត្តលពូហើយស្រឡាញ់ខ្ញុំបើមិនស្រឡាញ់មន្ត្រីពុករលួយដោយលោកឈ្មោះទុច្ចរិតដូចជាខ្ញុំនេះរកស៊ីមិននឹងកើតទៅសិតតែគ្នាឯងទេណែលោកម្ចាស់ផ្ដល់កិត្តិយសឲ្យខ្ញុំបន្តិចបន្តួចចូលទៅក្នុងផឹកស្រាបន្តិចសិនទៅតើបានទេលោកម្ចាស់អញ្ចឹងក៏បានទៅភ្លេចអង្គប៉ាឲ្យខ្ញុំណាមិនអីទេអ្នកទាំងអស់គ្នាញញឹមបន្តិចទៅសប្បាយចិត្តបន្តិចទៅណារៀបចំចិត្តរួចហើយញឹមទៅ快噶啦，爭少少咋？មិនក៏គេក្អកខ្លាំងម្ល៉េះមិនអីទេទោះបន្តិចសិនទៅណាក៏អញ្ចឹងទៅធ្លាក់សួតមកទៅមិនអីទេស្អីគេអញ្ចេះគឺថ្លើមតាណែយ៉ាងម៉េចហ្នឹងយប់មិនអាយស៊ីស៊ុបឆ្នាំងដីតាមែនទេស្រួលខ្លួនណាឥឡូវរួចរាល់ហើយអ្នកទាំងអស់គ្នាសូមជិះសម្រាប់ចោជិញដែលលពូគេចិត្តស្ដាយដូនតាមើលទៅគេប្រហែលជាមិនស្លាប់ទេមិនស្លាប់យ៉ាងម៉េចបើគេក្អត់ធ្លាក់ថ្លើមទៅហើយឯងមិនឃើញទេអីអត់នឹងគឺថ្លើមមើលណាស៊ីទៅអ្នកបងអូនចដុលសូមជួយអបអូនអ្នកបានកូនភាសាស្រីខ្ញុំគ្រាន់តែជាម្ដាយចុងវាទេមានសមត្ថភាពឯណាធ្វើជាម្ដាយបង្កើតវាទៅ
មែនហើយបងចដុនមួយឮថាបងបានរក្សាទុកសៀវភៅមួយក្បាលពិសេសអស្ចារ្យណាស់មែនទេតើអាចឲ្យបងជ័យមើលផងបានទេតែពួកអាចរៃអីអត់នេះចាំមើលរត់ទៅដល់ណាទៀតទៅអាខ្លារខិនបាយគ្រាន់បើមិនបាច់ប្រើកំបិតទេបោះកំបិតឲ្យចោលទៅបងចូលយ៉ាអាខ្លារខិនបើសិនជាឯងខ្លាំងមែនឯងមិនចាំបាច់ប្រើដៃទេបងចាកាបើគ្រាន់បើមិនប្រើដៃប្រើជើងឲ្យនៅកំបិតទេបងអាយយវាប្រកែផ្លុំត្រែនណាណែវាបានសម្រាប់មនុស្សឆាប់ទៅប្តឹងសន្តិសុខភ្លាមទៅយើងនេះហើយគឺសន្តិសុខហ៎អញ្ចឹងខ្ញុំជាស្អីវិញយើងជាសន្តិសុខទី1ជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំងទាំង6នៅក្នុងរាជធានីរហស្សនាមហៅថាខ្លារខិនពួកអាចោទាំងអស់នេះយើងបានដេញអស់7 ថ្ងៃទៅហើយទីបំផុតវាក៏នាំគ្នាមកលាក់ខ្លួននៅទីនេះទៅវិញលោកម្ចាស់ខ្ញុំអត់ដឹងអីទេលោកម្ចាស់ហើយពិតជាមិនដឹងថាវាមកស៊ីកាមែនលោកម្ចាស់ថ្ងៃនេះកូនប្រុសខ្ញុំរៀបការវាបន្លំខ្លួនចូលមកខ្ញុំពិតជាមិនដឹងទេលោកម្ចាស់ទោះជាស៊ីប្រមាណខ្លារខិនក៏ខ្ញុំមិនហ៊ានកុហកលោកម្ចាស់ដែរលោកម្ចាស់ជួយខ្ញុំចុះលោកម្ចាស់ប៉ាលោកម្ចាស់ប៉ាដេដាចេញមកលោកម្ចាស់ប៉ាជួយខ្ញុំផងលោកម្ចាស់ប៉ាអើយលពួកគេហើយបំចេញខ្មាស់គេណាគួរតែចេញទៅអីណែស្ងៀមសិនទៅបណ្ណាចេញទៅបានទេពេលនេះវាកំពុងតែខ្លាំងទុកឲ្យវាខ្លាំងអស់ចិត្តទៅដល់ពេលវាខ្លាំងអស់ចិត្តហើយយើងអាចចាត់ការជាមួយវាបានពេលនេះមិនចាំបាច់តកហល់អីទេហឺស្អីយើងកំពុងនិយាយពីរឿងជ្រូកខ្វាយចេះលបស្ដាប់តែកើតដែរយោអាយឮថាឯងជាមន្ត្រីនៅទីនេះហ៎គឺខ្ញុំនឹងហើយឯងប្រកាសជាគប់កាត់ជាមួយប្រជារាស្ត្រលាក់បំពុលពួកចៅនៅទីនេះឯងមានបំណងក្បត់មែនទេវាបង្កែមួយបង្កាច់មិនចាញ់ពូប្រមាណទេណែយើងគឺជាសិស្សរួមគ្រូនឹងគ្នាប្រាក់ដែលយើងរកបានចែកគ្នាទៅខ្ញុំយកតិចឯងយកច្រើនយើងត្រូវការទាំងអស់អញ្ចឹងក៏បានដែរមានកិច្ចការត្រូវធ្វើទៀតហើយណែខ្ញុំមកថ្ងៃនេះគឺមកស៊ើបការចង់ដឹងថាពួកលោកមានការរត់ពន្ធនិងកាប់សម្លាប់មនុស្សដែរឬទេថ្ងៃនេះទេវតាមានភ្នែកឲ្យយើងសហការជាមួយនឹងលោកម្ចាស់ខ្លារខិនដើម្បីមកចាប់ពួកឯងជាមួយខ្លាំងបញ្ជាឲ្យគេដុតផ្ទះនិងសម្លាប់មនុស្សមែនទេឆាប់សារភាពប្រាប់យើងភ្លាមមកដែលលោកម្ចាស់រឿងនេះខ្ញុំពិតជាមិនដឹងទេអាចយុត្តិធម៌ណាស់លោកម្ចាស់ខ្ញុំពិតជាមិនដឹងមែនណាលើកលែងឲ្យខ្ញុំម្ដងទៅឥឡូវឯងសម្រេចចិត្តឲ្យទៅសម្រាប់អញ្ចឹងណាបាទលោកម្ចាស់គេថា2 ម៉ោងក្រោយយកស្រី2នាក់មកកំដរយើងហើយបថុយទៅដឹងអីមិនបានទេ2នាក់មិនគ្រប់គ្រាន់ទេយើងត្រូវការ20នាក់លោកម្ចាស់នៅចាំទីនេះហើយខ្ញុំត្រូវស្រីស្រមឲ្យលោកម្ចាស់អូមកលោកពូទី13មកហើយពួកឯងទាំងអស់គ្នាមកហើយបំរើលោកម្ចាស់ខ្លារខិនឲ្យបានល្អបន្តិចទៅលឺទេចាអីទេលោកម្ចាស់ខ្ញុំនឹងបំរើលោកម្ចាស់ឲ្យបានល្អចាអូចំអាចង្រៃនេះសូមឲ្យទៅលោកម្ចាស់ប៉ាយើងក៏ហ៊ានប្រឆាំងដែរចោលមកសៀតមែនបងប្អូនទាំងអស់គ្នាលោកម្ចាស់ប៉ាចង្រៃធ្លាក់ដែរគប់ទៅគប់វាទៅសំមុខឯងហើយមិនក៏មិនខ្លាំងទៀតទៅម៉ែណាមិនក៏មិនខ្លាំងទៀតទៅគ្រាន់បើទៀតទៅនេះដែរគូដឺអូស៊ីដូបងអួយផ្លែដាក់ក្រំចូលក្នុងនោះណែពួកឯងធ្វើអីនឹងចេះយកកណ្ដុរមកឲ្យខាំលោកម្ចាស់ទៅកើតដែរដឹងថាគាត់ខ្លាចទេលោកម្ចាស់ខ្ញុំយកពោះមកឲ្យខាំកណ្ដុរឲ្យលោកម្ចាស់មិនបាច់បារម្ភទេ行快步啦！乾燒意麵肯定冇希望食翻攞紅頭沙嘅。冇天光啊，有個橙錢偷笑啦！我唔係大佬，我唔係，係行事啦。
包大人啊，我哋知道你神威蓋世，2、3日手勢收復咗炮頭，救咗戚家上下，我哋係代表戚家出嚟歡迎包大人你噶，大家俾啲掌聲！包大人，不如同咁多位街坊講幾句說話咧，講嘅有水準啲。乾燒伊麵食咗未？誒，包大人啊，我哋連乳豬都未食噶，特登留翻隻豬等包大人你翻去慢慢食噶。大家埋席啊！多謝大人，大人你真係神機妙算啊！我話我送俾你個賀禮。喂，老坑係咪真係乳豬都未食啊？喂，又係你啊細路，又想吐口水啊？咪嚟啊！我喐你啊！係送俾你嘅。好嘢，好嘢啊！多謝。你好好地對老婆，如果唔係我就鎖你噶。仲有保重身體，得閒食多2嚿潤。去洞房啦！誒，快啲去洞房啦！嚇，去啦去啦包大人，小蓮，好啊，小蓮，嚟啊，小蓮，做咩叔？靚仔靚女夾住，哨。燒生火燭。ជួយផងអូកូនយកមកចាត់ការទៅពួកឯងនេះស្ងៀមទុកឲ្យយើងចាត់ការទុកឲ្យពួកឯងចាត់ការវិញចុះអូលោកពូយកមកទៅហើយចង្រៃយកសំបីតែអញក៏វាយដែរបើតែយើងចង់ក្រេចកែនៅស្ងៀមធ្វើអីទៀតចាប់វាបានហើយចាប់បានហើយកុំប៉ះពាល់អាចោលថ្លាមធំឯងហ៊ានមកកន្លែងនេះផងឯងបើឯងគ្រាន់បើខាងទៅខាងមកចិត្តទៅលពួកអាលេជាមួយវាត្រូវប្រយ័ត្នប្រយែងជើងតិចផងណាហើយមានតាក់តងឯនេះខ្ញុំអូយជើងទៅអាចោលថ្លាមធំតើឯងមានដឹងទេស្អីក៏យើងមិនដឹងដែរឯងពិតជាមិនដឹងមែនណាស្អីក៏យើងមិនដឹងដែរចូលសួរវាយវាទៅវាយយើងហ៎ឯងមានដឹងថាយើងជាកូនរបស់ចៅហ្វាយក្រុងទេឪពុករបស់យើងគឺឆាងខ្លួនឯងជាមន្ត្រីទុយតាចង់ប្រឆាំងផងអូយចៅហ្វាយក្រុងធំណាស់ទៅបានជាប្រកាន់អញ្ចឹងអូយធំជាងពូ20ដងហេលបងឆាងលបងពិសាបាយហើយនៅហើយត្រូវការពិសាតែទេចាំខ្ញុំទៅឆុងឲ្យខ្ញុំបំរើជានិច្ចមិនបានទេយើងជាមន្ត្រីម្នាក់អាចោលមកទៀតសូម្បីតែស្ដេចធ្វើខុសក៏ត្រូវមានទោសដែរវាទោសដូចវិជានេះដូចតែគ្នាទេទោះជាឯងជាកូនស្ដេចក៏ត្រូវមានទោសដែរនាងឈិងវាទៅផ្ទះនាងសម្រាប់មនុស្សមែនទេត្រូវហើយលោកម្ចាស់គ្រួសារឈីទាំង13នាក់គឺត្រូវឆាំងអ៊ុយសម្រាប់ទាំងអស់
សូមលោកម្ចាស់ជួយរាប់ចាប់ទៅធေါ်ឲ្យខ្ញុំផង រឿងនេះវាយ៉ាងម៉េចនិយាយច្បាស់ជាងនឹងបន្តិចទៅមើល លោកម្ចាស់ឆាងអ៊ុយគឺជាបងប្អូនចដុនមួយរបស់ម្ដាយក្មេកខ្ញុំវាឧស្សាហ៍ចេញចូលផ្ទះខ្ញុំណានៅយប់ដែលកើតហេតុនោះប្តីខ្ញុំគាត់ឈឺច្រើនពេកសុខភាពខ្សោយខ្ញុំក៏ទៅព្រះវិហារបន់ស្រន់ជូនគាត់ស្រាប់តែមានគេយកកន្សែងមកបាត់ច្រមុះរបស់ខ្ញុំធំក្លិនថ្នាំខ្លាំងពេកក៏ស្លាប់បាត់ស្មារតីទៅនៅពេលដែលខ្ញុំនឹងខ្លួនឡើងវិញខ្ញុំត្រូវគេរំលងបាត់ទៅហើយលោកម្ចាស់សូមលោកជួយរកចិត្តទៅធေါ်ឲ្យខ្ញុំផងអើយអាដេរីឆានត្រូវវាយវា 12730 ដំបូលភ្លាមទៅបើមិនវាយទៅយើងវាយអូដល់លោកពុកកុំជឿឆោឲ្យគេនិយាយចប់សិនទៅបាទទេនិយាយទៀតទៅ នៅជប់នោះអាដេរីឆានឯងមិនមែនជាមនុស្សទេឯងមិនមែនជាមនុស្សទេនេះចង្រៃយកមិញនេះនាងស្លាប់បាត់ស្មារតីឥឡូវយើងចាត់ការម្ដងទីវាមានទទួលខុសអីហ៎អាចង្រៃឯងមានលះបង់ជាមួយយើងមកធ្វើอะไรជាមួយស្រីចង្រៃនេះផងអីថយទៅស្រីចង្រៃងាប់ទៅលេងថាលេងទៅលេងអូយជីងអានេះរិឆានឯងសម្រាប់ប្រពន្ធយើងមិនលើកលែងឯងទេយ៉ាងាប់ទៅទ្រាំបានទេត្រេងច្រាំវាយកសាច់ធ្វើប្រហិតទៅបានលោកពូស្ដាប់គេនិយាយចប់សិនទៅកុំឈឺឆាវពេកដល់អ្នកជាមក្រោយមកយ៉ាងមិនទៀតឆាប់និយាយច្បាស់ទៅមើលខ្ញុំកំពុងតែយាមស្ដាប់តែលឺសូរសំឡេងឆ្កែប្រុសយ៉ាងខ្លាំងនៅសួនច្បារក្រោយផ្ទះតកូលឈីខ្ញុំក៏ដើរចូលទៅមើលក៏ឃើញសាកសពពេញដីតែម្ដងទៅហើយខ្ញុំក៏បានឃើញគេវាយគ្នាគេក៏ទាត់ខ្ញុំត្រូវមកជើងសន្លប់ក្រោយមកខ្ញុំក៏អត់ដឹងអីទៀតដែរ仲見到常威同來福打埋一齊，跟住俾人踢咗一腳，暈咗，咁啊咩都睇唔到啊！ហើយឡាយភូឲ្យចេញមកលោកម្ចាស់ឆាងអុយសម្រាប់គ្រួសារឈីអត់13នាក់មែនទេត្រូវហើយលោកម្ចាស់វាថែមទៅចង់សម្រាប់ខ្ញុំទៀតផងលោកម្ចាស់មិនចាំឲ្យខ្លាចទេមានយើងនៅកន្លែងនេះហើយលោកម្ចាស់ជួយខ្ញុំផងខំឡើងទៅជាខ្ញុំលោកម្ចាស់ដៃឥឡូវវាទុកមកខ្ញុំហើយបើវាមិនទុកមកឲ្យខ្ញុំវាខំលើកទៅជាឯដាច់បាត់ហើយទៅបល់ដល់ស្វាដៃលើកជាឲ្យអរគុណលោកម្ចាស់អរគុណធ្វើយ៉ាងម៉េចទៀតយកវាទៅឃុំសិនទៅពិនិត្យសាកសពហើយចាំសម្រាប់វាចោលយកវាទៅឃុំសិនពិនិត្យសាកសពហើយចាំសម្រាប់វាចោលបាទក្រៅឡើងអើយអាចង្រៃឯងចង់កាត់ទោសយើងមិនខ្លាចឯងទេនៅខ្សែលើឡានទៀតត្រូវក្បានតាំងតលើអញបាទហើយកុំឈឺឆាវសួរគេច្បាស់សិនទៅអ្នកស្រីឈៀងក្រៅឡើងណែអ្នកស្រីឈៀងមិនចាំឲ្យបារម្ភអីទេខ្ញុំនឹងប្រើអស់ពីសមត្ថភាពដើម្បីរកយុត្តិធម៌ឲ្យជីវិតទាំង13នាក់នោះចុះពន្លឺស្អីគេក៏ចាំងភ្នែកម្ល៉េះហានេះគឺជាពន្លឺប្រាក់ណាលោកម្ចាស់គឺឯងទៀតហើយខ្ញុំយករបស់អស់នេះមកប្រកល់ឲ្យលោកម្ចាស់វិញហើយទុកថាខ្ញុំសងបំណុលលោកម្ចាស់ទៅចុះហើយសងស្អីគេនៅក្នុងសៀវភៅមានមរតកមានផ្ទះឲ្យតែលោកម្ចាស់យល់ព្រមយកយល់នោះទោះជាមិនរៀនក៏មានដែរអូយជុំឲ្យយល់គ្នាបានឈប់ហើយមាននេះថាម៉េចអ្នកប្រឆាងគឺជាកូនប្រុសរបស់លោកចវាយក្រុងលោកក៏បានដឹងស្រាប់ហើយតាលោកចវាយក្រុងឆាងគឺជាប្អូនធររបស់លោកម្ចាស់លីណាស្គាល់ទេលីណាទៅគឺជាមន្ត្រីលីល្បីឈ្មោះជាងគេនៅក្បែរព្រះអង្គហើយពេលនេះគេហៅថាមន្ត្រីលីអូយខ្លាចគួរខ្លាចហើយប្រាទាំងអស់នេះខ្ញុំយកមកជូនលោកចំនួនលោកម្ចាស់ឆាងខុនហើយណាតែចាំយ៉ាងម៉េចម្ដាយរបស់លោកចវាយក្រុងមានអាយុ47ឆ្នាំហើយតាំងពីដើមមកគាត់ស្រឡាញ់អ្នកប្រុសឆាងណាស់តែពេលដែលឃើញអ្នកប្រុសឆាងទៅជាអញ្ចឹងគាត់យំស្ទើរតែដៃពោះវៀនអត់ទៅហើយលោកម្ចាស់គាត់សង្ឃឹមថាលោកម្ចាស់ប៉ៅនឹងអនុញ្ញាតឲ្យគាត់ចូលទៅជួបគេបានណាលោកម្ចាស់យកល្អលោកម្ចាស់ទៅសម្រាប់សិនទៅព្រឹកស្អែកខ្ញុំនាំអ្នកស្រីឆាងចេញពីទីនេះកិច្ចការបែបនេះលោកម្ចាស់ប្រកាសជាធ្វើបានហើយចង់សុខប៉ាន់ស្អីហ្នឹងតែនេះជាចរិតរបស់មន្ត្រីហើយប៉ុន្តែខ្ញុំខ្លាចថ្លាដូចទឹកណាដូច្នេះខ្ញុំមិនត្រូវការប្រាក់នេះទេឬមួយក៏ឯងមិនខ្លាចទេខ្ញុំអត់លេងចូលឯងទេខ្ញុំក៏ខ្លាចដែរប៉ុន្តែគ្រាន់តែចង់ឲ្យលោកយោគយល់ដល់លោកម្ចាស់តែប៉ុណ្ណោះគាត់ចាស់ណាស់ទៅហើយចង់ឲ្យខ្ញុំយោគយល់ដល់គាត់ពាក្យចាស់និយាយថា
កតញ្ញូសំខាន់ជាងគេប៉ុន្តែវាពិបាកចាត់ចែងណាស់ណែនាំគេទៅបតហេឈប់សិនពេលដែលខ្ញុំភ្ញាក់ពីដេកខ្ញុំចង់ឃើញឆាងអ៊ុយគេឈរនៅចំពោះមុខតុលាការដឹងហើយឬនៅអរគុណលោកម្ចាស់អរគុណបាយឯងតែចុះគាត់អាយុជាង100ឆ្នាំទៅហើយឲ្យគាត់ជួបចៅរបស់គាត់វាជារឿងត្រឹមត្រូវមានទាស់ខុសអីលែងយើងទៅឯងដឹងថាឪពុករបស់យើងជាចៅហ្វាយក្រុងទេឪពុកថយយើងគឺលោកម្ចាស់លីយើងមិនអត់ឲ្យពួកឯងទេចាំមើលទៅឆាប់លែងយើងទៅអុកយាយយូរពេកដល់ដឹងថាខ្ញុំពិបាកប៉ុណ្ណាទេអានេះគឺជារង្វាន់សម្រាប់លោកអរគុណអើយទៅអើយលោកជាណាខ្ញុំយករបស់មកឲ្យឯងឲ្យខ្ញុំបងអញនេះព្រេងផ្ដាស់ណាស់ឯងដឹងថាឯងកំពុងតែបង្ករឿងច្រើនយ៉ាងណាទីនាំខ្ញុំទៅផងទៅបងទោះជាឯងរត់ទៅដល់ណាក៏ដោយពុកគឺជាចៅហ្វាយក្រុងគេត្រូវតែបង្ខំឲ្យពុកចាប់ឯងមកវិញទៅតែបានពុកខំផ្សងគ្រោះថ្នាក់ដើម្បីមកជួយឯងចាក់ចេញពីទីនេះឯងគួរតែដឹងហើយតើបើគេដឹងពុកប្រកាសជាស្លាប់ជាមិនខានទេឯងបាននឹងពុកទេអញ្ចឹងធ្វើយ៉ាងម៉េចទៅខ្ញុំខ្លាចណាស់ពុកឯងបាច់ខ្លាចទេឥឡូវពុកបានជិះលោកវាងថងជីងមកជួយលុបលាងកំហុសឲ្យឯងហើយឯងជប់អារម្មណ៍ទៀតទៅអ្នកប្រោឆាងនៅពេលនោះអ្នកប្រុសត្រូវនិយាយអ្វីទាំងអស់ឲ្យបានច្បាស់លាស់កុំលាក់លៀមឲ្យសោះលឿនទេលោកប្រុសរឿងគ្រានេះអាចមានសង្ឃឹមទេសំណាងឲ្យយើងនៅមានពេលច្រើនរឿងនេះអាចដោះស្រាយបានត្រូវធ្វើយ៉ាងម៉េចធ្វើឲ្យសខ្លាយទៅជាខ្មៅឲ្យដើមចោតទៅជាចុងចោតវិញថ្ងៃស្អែកឡើងសាវនាការអ្នកប្រុសដឹងថាធ្វើយ៉ាងម៉េចហើយមែនទេឈិងអើយអូយពេលកាយលពូហ៎មិនក៏បានសាវនាការទាំងព្រឹងចឹងលោកម្ចាស់ឈិនមកហើយលោកម្ចាស់ឈិនមកធ្វើស្អីមកពិនិត្យមើលរឿងរ៉ាវក្នុងសាវនាការគាត់ជាចៅហ្វាយក្រុងហើយលោកជាអនុចៅហ្វាយស្រុកដូច្នេះគេត្រូវមកពិនិត្យអ្នកតូចចឹងហើយខ្ញុំទៅមើលសិនអើដល់លពូអើឈប់លោកម្ចាស់រៀនក្តីនេះឯងដែលសៀនទៅឈរទៅមកខាងភ្លាមថ្លង់ទេឯងបាទអូលពូក៏អីបដល់ហើយជួយគួយទៅកាអីខ្មោចឯងអីអ្នកស្រីចិនអ្នកស្រីថាឆាងអុយគេសម្រាប់គ្រួសាររបស់អ្នកស្រីអត់13អ្នកតើមានអ្នកណាឃើញទៀតទេហើយគ្រូពេទ្យចេញមកលោកឲ្យចៅគ្រួសារជី13អ្នកដូចឆ្កែមកក្បាលត្រូវស្លាប់ឡើងមុខខ្មៅឲ្យខ្ញុំយកបញ្ចូលប្រាក់នេះទៅពិសោធន៍ក៏ខ្មៅដែរបញ្ជាថាត្រូវស្លាប់ដោយសារថ្នាំពុលទាំងអស់លោកម្ចាស់ឲ្យថើទៅបានឃើញមកឯមួយឆ្នាំងធំនៅកន្លែងកើតហើយនៅក្នុងនោះក៏មានថ្នាំពុលដែរស្រីថ្នាំធំគ្រួសារឈីស្លាប់ដោយសារថ្នាំពុលហើយឯកនាងថាឆាងអូជាសម្រាប់ទៅវិញនាងមូលបង្កាយគេចង់យ៉ាងម៉េចអាចទៅធន់ណាលោកម្ចាស់ខ្ញុំបានឃើញឆាងអូយដេញសម្រាប់អ្នកបម្រើច្បាស់ណាស់តើមានអ្នកណាឃើញទៀតទេខ្ញុំឃើញអ្នកយាមក៏ឃើញដែរអ្នកយាមហើយអ្នកយាមលោកម្ចាស់ខ្ញុំអត់បានឃើញឆាងអួយដេញសម្រាប់ឡាយហ្វូទេឃើញតែឡាយហ្វូដេញសម្រាប់ឆាងអួយរួចហើយខ្ញុំឃើញឡាយហ្វូដេញឆាងអួយក៏រត់ទៅហើយរត់មកបុកខ្ញុំសន្លប់ថែមទៀតហើយខ្ញុំសន្លប់ទៅដឹងខ្លួនឡើងអត់ដឹងស្អីទាំងអស់យប់មិញអញមិននិយាយចឹងទេឯងអូយប់មិញខ្ញុំវិញស្បារដីនិយាយតែព្រេះតែផ្ដោះឯងគិតតែច្បាស់សិនចាំនិយាយលើទេបាត់មកហើយហើយថាកាហាងថ្នាំចេញមកត្រូវឲ្យលោកម្ចាស់ម្សិលមិញស្រីម្នាក់នេះទៅហាងលក់ថ្នាំរបស់ខ្ញុំនាងថាផ្ទះនេះមានកណ្ដុរច្រើនណាស់ក៏ទិញថ្នាំមួយនាលថែមទៀតផងគឺថ្នាំកណ្ដុរខ្ញុំអត់មានទេខ្ញុំទៅហាងរបស់គាត់ទិញថ្នាំក្អកឲ្យប្តីរបស់ខ្ញុំទេលោកម្ចាស់ហើយទូស្គាល់ចូលមកជំរាបលោកម្ចាស់ខ្ញុំឈ្មោះវ៉ាងថាងជីងមានពាក្យបណ្ដឹងសូមប្រកល់ជូនលោកម្ចាស់អូ
ប្តឹងពីអ្នកណាគេខ្ញុំតំណាងឲ្យគ្រួសារឆាងទី1ប្តឹងពីអ្នកស្រីឈីងតាក់ទងជាមួយអ្នកប្រុសឆាងអ៊ុយហើយក៏មុនបង្កាច់អ្នកប្រុសថាសម្លាប់មនុស្សហើយទី2ខ្ញុំប្តឹងចៅវាយស្រុកប៉ៅឡុងឈីងគឺគេម្នាក់ហ្នឹងហើយលោកម្ចាស់គេបានទទួលសំណូកពីអ្នកស្រី30,000តម្លឹងនៅក្នុងផ្ទះសិតតែប្រាក់ទាំងអស់ទៀតផងបើជាអញ្ចឹងមែនហើយឆាបនាំគ្នាចូលទៅមើលភ្លាមទៅបាទអូនលោកម្ចាស់ខ្ញុំសុំទៅរៀបចំឲ្យបានសិនបានទេឈប់សិនអូយទៅកុំបានសូមរាយការណ៍លោកម្ចាស់នៅក្នុងផ្ទះសិតតែមាសហើយនឹងប្រាក់មែនប៉ៅឡុងឈីងពេលនេះយើងបញ្ចុះជើងឲ្យម្ដងសិនពេលដែលស្រាវជ្រាវច្បាស់លាស់ហើយចាំកាត់ក្តីតទៅទៀតអូយអាលីយ៉ាងគ្មានសល់ទេនេះអ្នកស្រីឈឹងអត់បានឲ្យប្រាក់ខ្ញុំទេគឺវានេះហើយជាអ្នកឲ្យខ្ញុំថ្លើមធំយើងមិនឈរជើងអីហើយនៅហ៊ានតវ៉ាទៀតវាយ30ដំងខ្ញុំលពូវាអបគ្នាយើងដកថយសិនទៅល្អជាអាកូនធលើកនេះយើងមិនអាចជួយឯងបានទេអ្នកស្រីឈឹងអ្នកស្រីសម្លាប់មនុស្សហើយបែរជាហ៊ានទម្លាក់កំហុសទៅលើគេអញ្ចឹងលោកម្ចាស់អាចទៅធន់ណាឃាតករគឺឆាំងអុយឃាតករគឺឆាំងអុយធំកុំស្រីលើលាក្នុងសវនាការទីហ៊ានវាយគេភ្លាមទៅអាចទៅធន់ណាលោកម្ចាស់លោកម្ចាស់ខ្ញុំឆ្ងល់ថាមិនក៏ដើមចោតទៅជាចុងចោតវិញអញ្ចឹងយើងមិនចូលជើងអីហើយចេះតវ៉ាស្អីទៀតតិចក្បាលឥឡូវហ្នឹងវាយវាថែមទៀតវាយទៀតទៅវាយវាទួសាច់តែម្ដងទៅវាយទៅលោកម្ចាស់ខ្ញុំជាបងប្អូនជាដូនមួយរបស់តកូលយ៉ាងកាលពីយប់មិញនេះខ្ញុំបានឃើញ live ហ្វូនឹងអ្នកស្រីឈីងនេះសហ័យគ្នាដោយចេតនាអ្នកស្រីឈីងគាត់បានវល់ខ្ញុំមិនឲ្យនិយាយរឿងនេះប្រាប់អ្នកណាទេហើយថែមទាំងឲ្យខ្ញុំទៅពិភាក្សាជាមួយគាត់ទៀតផងហើយពេលដែលខ្ញុំទៅដល់ទីនោះនាងក៏បានឲ្យបបរបង្អែមមួយឆ្នាំមកខ្ញុំមនុស្សនៅក្នុងគ្រួសារទាំងអស់គឺស្លាប់ដោយសារតែនាងលោកម្ចាស់ឯងនិយាយកុហកវាយមកនាងហើយអូចេញទៀតទៅពេលនោះខ្ញុំមានការសង្ស័យខ្ញុំមិនហ៊ានហូបទេហើយខ្ញុំក៏ដើរមើលគ្រប់កន្លែងពេលនោះបានឃើញមនុស្សក្នុងគ្រួសារឈីស្លាប់ទាំងអស់ពេលនោះ live ចូលមកពីខាងក្រៅមានបំណងចង់សម្លាប់ខ្ញុំគេក៏ប្រឡែងឆ្កែមកឲ្យខំខ្ញុំខ្លាចក៏រត់ចេញទៅហើយ live ក៏ដេញតាមខ្ញុំទៀតហើយពេលនោះវាក៏ស្រែកថាជួយផងមិនទាន់ដឹងអីផងស្រាប់តែលោកម្ចាស់ប៉ៅឈួតអីនោះក៏នាំគ្នាមកចាប់ខ្ញុំវាយតែម្ដងទៅអ្នកស្គៀបលោកម្ចាស់ឃើញទេគេវាយខ្ញុំទៀតហើយលោកម្ចាស់ឃើញទេថយចេញមកហើយយកមកចេញមកសូមគោរពលោកម្ចាស់ខ្ញុំបានធ្វើតាមការផ្ដាំរបស់លោកម្ចាស់ទៅពិនិត្យឲ្យអ្នកស្រីឈីងនៅថ្ងៃកើតហេតុនោះនៅលើខ្លួនរបស់អ្នកស្រីឈីងពិតជាមានស្នាមរួមរយៈជាមួយគ្នាមែនម្យ៉ាងទៀតថែមទាំងមានផ្ទៃពោះ2ខែទៀតផងលោកម្ចាស់អញ្ចឹងបានន័យថាមិនខុសទេអ្នកស្រីទី2គ្រួសារឈីមានជំងឺច្រើនសុខភាពខ្សោយគ្រូពេទ្យត្រួតពិនិត្យឃើញថាគេមិនអាចមានកូនតាំងពីដំបូងមកម្លេះរឿងនេះអ្នកណាក៏ដឹងដែរហើយពេលអ្នកស្រីឈីងមានផ្ទៃពោះបញ្ជាក់ថាគាត់មានសហាយពិតប្រាកដហើយឡែហ្វូចេញមកខ្ញុំបាទសូមគោរពលោកម្ចាស់អាចោលថ្លើមធំអាយហ៊ានសហាយជាមួយអ្នកស្រីឈីងថែមទាំងសំណាប់គ្រួសារឈីទៀតអាយនិយាយមកតើមែនឬក៏មិនមែនលោកម្ចាស់ខ្ញុំបានសហាយជាមួយអ្នកស្រីមែនក៏ប៉ុន្តែរឿងដាក់ថ្នាំពុលខ្ញុំអត់បានដាក់ទេខ្ញុំថានាងប្រកាសជាអ្នកដាក់ថ្នាំហើយលោកម្ចាស់ខ្ញុំអត់មានទេឯងថានាងស្រឡាញ់ឯងតើឯងមានផុសតាងអីអាចបញ្ជាក់បានទេគេមិននឹងជឿឯងមិនមែនទេអ្នកស្រីទី2គាត់ថាស្រឡាញ់ខ្ញុំព្រោះខ្ញុំមានកម្រិតវប្បធម៌ខ្ពស់ហើយថែមទាំងជូនកំណាព្យខ្ញុំមួយឃ្លាទៀតផងលោកម្ចាស់ចាំមើលខ្ញុំអានឲ្យស្ដាប់ណាទេសភាពល្អប្រំប្រៃរកអ្វីព្រៀបផ្ទឹមពំបានគូសង្សារទាំងពីរជួបគ្នាទាំងថ្ងៃទាំងយប់ណាលោកម្ចាស់សូមពិនិត្យមើលចោលស្រីថ្លើមធំហ៊ានសហាយស្មន់ជាមួយនឹងបម្រើខ្លួនឯងសម្រាប់គ្រួសារខ្លួនឯងអត់13នាក់ឥឡូវនេះសាស័យនឹងផោះតាំងមានគ្រប់គ្រាន់អស់ទៅហើយឥឡូវយើងសួរនាងតើនាងត្រូវទទួលទោសរបៀបណាអយុត្តិធម៌ណាខ្ញុំមិនទទួលទេទទួលទណ្ឌកម្មភ្លាមលោកម្ចាស់មិនត្រូវឲ្យនាងទៀតទេពូឈប់តវ៉ាជំនួសនាងទៀតទៅលោកម្ចាស់គ្រួសារខ្ញុំធ្វើមន្ត្រី3ចំនួនមកហើយដឹងថាមន្ត្រីតែងតែមូលបង្កាយគេតែសូមលោកម្ចាស់ក៏មូលបង្កាយខ្លាំងពេកឯងគ្មានសិទ្ធិនិយាយនៅទីនេះទេអើយកុំអីលោកម្ចាស់វាយគេទៅធ្វើស្អីហ្នឹង
លើនេះអ្នកស្រីឈីងបានសារភាពអត់ទៅហើយត្រូវយកនាងទៅដាក់គុកដើម្បីរងចាំប្រហារជីវិតនាំគេទៅបាត់សៅនាកាហ៎សុំទោសធ្លាក់ហើយអាចយុត្តិធម៌ណាខែ6ព្រិលធ្លាក់មកដល់ហើយអាចយុត្តិធម៌ណាកាត់ក្តីមកដល់ទៀតទៅកាត់ក្តីមកដល់ទៀតទៅកាត់ក្តីមកដល់ទៀតទៅអូលោកពូស្គប់ចិត្តសិនទៅលោកពូបាទហើយប៉ុណ្ណឹងបាទហើយក្នុងផ្ទះគ្មានស្អីផតទៅរកផតឯណាទៅលោកពូហើយស្មានតែគេទុកឲ្យយើងរកឃើញបាននឹងងាយហេមុនពេលស្លាប់ហើយនឹងអាចបញ្ចេញក្បាច់ឬរទេះបានទៀតគួរឲ្យសរសើរលបងពិតជាវីរៈជនមែនតើដល់លោកពូនេះគឺក្បាច់យកភ្លើងរំលងភ្នំហើយត្រូវហើយឯងគ្រាន់បើមែនតើដល់លោកពូនេះគឺឆ្កែរឹងណាអូតែលុយឆ្កែរឹងរបស់គ្រូសាឈីទេដឹងតាន់ពីវអមើលក៏លោកពូដឹងហេណ៎ណាគេសរសេរអញ្ចេះអូខ្ញុំនឹកឃើញហើយលោកពូបានប្រាប់ថាមិនត្រូវប៉ះពាល់របស់ទាំងនេះទេហើយត្រូវបញ្ជាក់ថាជាស្អីទៀតផងទេវតាជួយខ្ញុំហើយណែបាយក្បាលឆ្កែមកខាងនេះមកហើយផ្ងាជើងវាឡើងលើទៅហេអត់មានថ្នាំពុលទេប៉ុន្តែឆ្អឹងវាបាក់អស់ទៅហើយបញ្ជាក់ថាគេសម្លាប់វាហើយមួយក៏មនុស្សទាំងអស់នេះត្រូវថ្នាំពុលអញ្ចឹងត្រូវពិនិត្យសារសពទៅបានអូពិនិត្យសារសពឲ្យលោកពូមកកើតទៀតដល់ហើយចិត្តក្នុងពងក៏អត់មានចិត្តពឹសទេមានក៏ដោយអត់ក៏ដោយចាំទីទៅលពោស្អុយណាយើងទៅមើលខាងនោះទៀតសិនមើលទៀតតែលពោអាកុំចាំពងកឲ្យចាក់ពោះម្ដងទៅបាននេះតាហេមកចូលប្រាក់អត់ខ្មៅទេបានន័យថាគ្មានជាតិពឹសហើយក្នុងពោះអត់មានជាតិពឹសពងកអត់ជាតិពឹសបើចឹងបានន័យថាអត់មានជាតិពុលទេបើយើងបានន័យថាដែរគំនិតរបស់ឯងបានន័យថាយើងជោគជ័យហើយមែនទេត្រូវហើយប្រកបជាជោគជ័យអស្ចារ្យអស្ចារ្យចាចាចាអស្ចារ្យអូយើងបានជ័យហើយអស្ចារ្យចាចាលោកម្ចាស់ចិនមកធ្វើអីដែរគឺមកចាប់ឯងនឹងហើយណាទៅឆាប់ទៅលើខ្ញុំទៅខ្ញុំមានទោសអីលើខ្ញុំវិញទៅឯរំខានសារសពត្រូវមានទោសជាប់គុកឲ្យកុំតបអាចារ្យណែលោកម្ចាស់ឆាងឯងធ្វើបានល្អណាស់នេះគឺមកពីលោកម្ចាស់ឆាងមានការឆ្លៀសវៃដឹងថាពួកវាមកទីនេះដើម្បីរកផោះតាំងតវ៉ាទៀតនៅមានទីណាយមនេះត្រូវដុតបំផ្លាញសារសពឲ្យអស់ទៅលើនេះខ្ញុំដឹងហើយជប់សិនជីស្មើត្រូវជីទាំងរឹសចាត់មនុស្សឲ្យទៅក្នុងគុកសម្រាប់បើលងឈីងចោលតែម្ដងទៅហើយណែលបងជួយប្រាប់ថ្នាក់លើផងទៅបើសិនជាខ្ញុំជួយធ្វើជាសារស្អីតាអធិស្ឋានឲ្យខ្ញុំបានទេឯងមានទោសធ្ងន់ណាស់ក្មួយរបស់ឯងនោះគេលឿនជាងឯងទៅទៀតប្តឹងបាត់ទៅហើយប្រហែលជាស៊ីសុបឲ្យផ្ទះហើយក៏មិនដឹងដែរឯងក៏មានថ្ងៃនេះដែរមែនទេឯងថាម៉េចហ្នឹងមន្ត្រីចង្រៃដូចជាឯងជើងវាសំទៅគេយកមកដាក់គុកហើយចាំឲ្យខ្ទេចទៅសំមុខណែថ្ងៃនេះយើងអត់សប្បាយចិត្តទេបើសិនជានិយាយច្រើនទៀតប្រយ័ត្នយើងលែងគួរសមណាយើងនិយាយទៅវាយ៉ាងម៉េចបើឯងគ្រាន់បើចេញមកវាយជាមួយយើងមកមន្ត្រីភ្លីដូចជាឯងវាសំជាប់គុកជាមួយនឹងមនុស្សគ្រួសារឈីអញ្ចឹងហើយមនុស្សគ្រួសារឈីមួយណាទៅឯងនិយាយច្បាស់ទៅមើលគឺស្រីថោកទៀបម្នាក់រៀបការជាមួយអារ៉ាបីនោះហើយនៅពីក្រោយខ្នងឯងនោះឯងខ្វាក់ភ្លេចទៀតមិនក៏ឃើញនៅខាងក្រោយនោះហើយយូរហើយមិនក៏ឯងព្រមប្រាប់អាចចង្រៃនៅបាល់ទី2ខ្ញុំគឺប៉ាឡងឈីងណានៅបាល់ទី2លោកមិនចាំបាច់ធ្វើបើជាចិត្តល្អទេចង់បន្ថែមទោសមកលើខ្ញុំតាមចិត្តចាស់ការ
នៅក្នុងពោះរបស់ខ្ញុំជាឈាមរបស់ត្រកូលឈី នោះជាកូនរបស់អាបីនោះជាមួយនឹងបងតាមមែនទេពិតជាកូនរបស់ហើយ ប្តីខ្ញុំមានគម្ពីរថ្នាំប្រចាំត្រកូលឲ្យតែផឹកថ្នាំតាមកំណត់របេងរបស់គាត់នឹងបានធូរហើយម្យ៉ាងទៀតថែមទាំងមានឥទ្ធិពលជាបរិសុទ្ធទៀតផងហើយគាត់មានឥទ្ធិពលខ្លាំងណាស់ អីក៏ពូកែម្ល៉េះ ហេតុអីក៏លោកមិនមកទីនេះតែម្ដងទៅនឹងអាចធ្វើបាបខ្ញុំតាមតែអំពើចិត្តបាន នៅបងទី2នៅបងយកច្រឡំលើខ្ញុំហើយនៅបងមើលសូមបីទៅរូបខ្ញុំក៏ត្រូវជាប់គុកដូចនៅបងចឹងដែរនៅបងឃើញហើយឬនៅនេះគឺជាឯងអ្នកទោស លោកម្ចាស់ខ្ញុំយល់ច្រឡំលើលោកម្ចាស់ហើយ មិនអីទេតែខ្ញុំសង្ឃឹមថាខ្ញុំប្រកាសជាអាចចេញពីទីនេះបានលើកនេះខ្ញុំប្រកាសជាត្រូវគេសម្លាប់ហើយ លោកម្ចាស់ខ្ញុំនាំទុកដល់លោកម្ចាស់ នៅបងទី2កុំនិយាយចឹងអីហត់ចង្អុលដៃភ្លាមមកហត់ចង្អុលដៃមកខ្ញុំមិនជឿថាលើលោកនេះគ្មានច្បាប់ទេខ្ញុំសន្យាជាមួយអ្នកបងឲ្យតែជីវិតខ្ញុំនៅរស់ខ្ញុំនឹងស្វែងរកយុត្តិធម៌ឲ្យទាល់តែបាន អរគុណលោកម្ចាស់ហើយ លោកពូទី13លោកពូទី13មកក៏ឯងចាំបាច់ស្រែកកុំជួយច្រើនគេយកទៅបោះជីវិតដល់លើអើយអ្មេចក៏អញ្ចឹងគេចោទថាពូនឹងច្រើននិយាយចាទម្លាក់ទៅឲ្យរំលោភមេជ្រូកថែមទៀតផងដល់ខ្ញុំមានបានរំលោភមេជ្រូកឯណាអូគេចិត្តតែមួយបកាច់នឹងដល់ឥឡូវខ្ញុំពិភាក្សាជាមួយឪខ្ញុំឲ្យថាមុនពេលពូស្លាប់ត្រូវរកស្រីព្រមចារីម្នាក់ឲ្យពូរំលោភដើម្បីបន្តពូទៅទៀតឯលេងឡើងគេមើលអូចាំតិចសិនដល់អូដល់ពេលហើយខ្ញុំទៅវិញហើយអូដល់ឆាប់ចូលទៅឆាប់ឡើងចូលទៅហ៎ គឺនាងប៉ាត់ជានាងមែនណាមែនហើយបើមិនខ្ញុំតែណាទៅអាក្មួយសម្លាញ់ជួយយកកណាត់ខ្មៅបាំងមកអញផងមិនអីទេខ្ញុំចេះវិជាទម្លាយចិញ្ចាំងណាយ៉ាក្បាច់គុណគ្រាន់បើមែនតែនតើនេះអូចាប់ទៅកុំជួយច្រើនពេកណែបងទី2ខ្ញុំប្រកាសជាមកជួយណែបងវិញមិនខានទេអូយកុំបូបាច់ច្រើនពេកទៅ លោកម្ចាស់ខ្ញុំសូមជូនពរលោកម្ចាស់ឲ្យមានអាយុវែងនិងមានសេចក្តីសុខទៅតាមផ្លូវ អាទី13ឯងត្រឡប់មកវិញហើយ ប្រកាសឲ្យម៉ែស្មារតីម៉ែនៅចាំល្អណាស់ម៉ែ ទី13ឯងត្រឡប់មកវិញល្អហើយកូននៅពុករបស់ឯងឈឺធ្ងន់ណាស់ណា ពុកយ៉ាងមិនដែរពុកមិនអីទេគេជួយឯងមកវិញគឺប្រសើរណាស់ទៅហើយខ្ញុំគ្មានបានការធ្វើឲ្យពុកអាម៉ាស់មកមិនបែរចឹងទេមកពីល្បិចឯងមិនដល់វាឯងមានដឹងទេមន្ត្រីពុករលួយវាត្រូវតែមានល្បិចឯងមន្ត្រីត្រូវមានល្បិចជាងវាទៅទៀតបើមិនចឹងមិនអាចទប់ទល់នឹងវាបានទេកូនប្រុសស្ដាប់ពុកណាទីជាល្បិចខូខើណាតែខ្ញុំគិតតែរាជធានីណាពុកដល់ពេលជំហៀងនេះពុករសាទុក20ឆ្នាំហើយលើឯងទុកឲ្យបានល្អផងនំពេលមួយជំហៀងបាននេះធ្វើម៉េចទៅពុក ការពីពុនមានតុលាការនៅរាជធានីមិនដែលអត់បាយស៊ីហើយពុកក៏ឲ្យវាស៊ីហើយពេលនោះវាក៏បេះនំពៀមួយកំហៀងនេះមកឲ្យពុកបោហើយថ្ងៃក្រោយបើសិនជាវររស៊ីកាកោវាប្រកាសจะជួយយើងជាមខាតែបើកូនទៅរកវាកាន់នំពៀមួយកំហៀងនេះទៅវាប្រកាសจะជួយព្រោះវាសងកូនពុកតែខ្ញុំខ្លាចនៅតែមិនឈ្នះវាណាពុក មិនអីទេកូនវាជាមនុស្សយុត្តិធម៌ណាស់ហើយវាឈ្មោះស្អីប៉ាវឈិងស្អីប៉ាឈិងធានណាពុកអើបែរហើយប៉ាឈិងធានណាគេបានសរសេរកំពីមកក្បាលហើយកំពីនោះនៅនឹងពុកបានរៀនចេះចប់អត់ទៅហើយកូនដឹងទេពុករៀនបកកែណាមិនកំប្រាប់កូនពីដំបងឥឡូវនេះណែណាអូនោះម៉ែឯងលេងវាក៏យកទៅកលជើងតុកនោះទៅ អសជើជើចឹងខ្ញុំមើលមិនដាច់ទៅពុកអត់វាជារឿងងាយទេបើឯងមិនចេះខំរៀនទៅរកមនុស្សម្នាក់ឲ្យបង្រៀនឯងទៅវាចប់រឿងទៅហើយខ្ញុំដឹងហើយពុកតែមានរបស់អីសន្តិទេឆាប់យកចេញអស់ភ្លាមមកអាទី13គ្រួសារប៉ៅយើងនៅមានដាវទឹកមួយទៀតគឺជារបស់ព្រះរាជាប្រទានឲ្យឯងយកទៅរាជធានីទៅដាវទឹកនៅណាម៉ែណែចុះទៅនេះហើយជាដាវទឹកសម្រាប់ស្ដេចអាក្រក់ក៏បានមន្ត្រីអាក្រក់ក៏បានដែរឯងយកទៅណាអាគុយរសាដាវទឹកនេះបានល្អឬទេបតពុក
ខ្ញុំគ្រាន់តែអើយអីសើស្អីអីលេងយើងព្រោះតែចង់យើងសម្រាប់ប៉ាឡុងឈីងហ៎យោអីក៏មិនមែនជាមនុស្សដែរអីមិនចាំបាច់មកនិយាយទេយើងត្រូវតែសម្រាប់ប៉ាឡុងឈីងឲ្យទាល់តែបានញ៉ាណែគួយមិនអាចខ្ញុំឲ្យប្រាក់មកបន្តិចទេមិនក៏អញចិត្តទៅយកទៅទិញឆៃថាអញ្ចឹងអូលពូអត់ដឹងទេ30ដុល្លារបើយើងចាយទៅមួយផ្លេតអស់ហើយតែយកទិញឆៃថាវិញដល់រាជធានីស៊ីមួយថ្ងៃក៏អត់ដែរអើលើគេមើលស្អីដល់លពូអត់មើលគេតិចមើលមនុស្សនឹងអត់ហើយបានចាក៏ឲ្យបានជាគេបិទប្រកាសតាមចាំអញ្ចឹងពិតមែនហើយនឹងខ្ញុំដូចជាមិនដែរអូលពូមកដោយលពូដែរតើមិនដូចទេមិនថាដូចត្រូវហើយគ្រោះថ្នាក់ណាស់មិនកើតទេអូឆាប់ចេញពីទីនេះព្រមតែឆាប់ឡើងឆ្លងផុតអស់ហើយតើអាគឺវាហ្នឹងហើយអូជិអូជិសាប់ចេញដេញស្បៃឈប់សំកំឡុងណែឆាប់ឡើងមេងងឹតហើយឲ្យឆាប់ឡើងបន្តិចមកលឿនឡើយឲ្យលឿនឡើងឲ្យរៀបចំទៅលឿនកុំដេញខ្ញុំកាត់ពេកជួយផងហ៎តាមពិតអញជាមនុស្សស្រីតាមានគេដេញតាមខ្ញុំភ័យណាអត់ចង្រៃឲ្យរត់ទៅណាមិនរួចទេឲ្យចាំមើលចុះយើងប្រកាសចេះចាប់ឲ្យអត់ទៅបានចង្រៃឲ្យចាំមើលទៅគេជាណាចង្រៃហ្នឹងគេថាខ្ញុំជានាងទី9តើនាងទី9ណាខ្ញុំអរគុណដែលបានជួយខ្ញុំចុះនាងឈ្មោះអីដែរឈ្មោះហៃភីងអូចុះលោកណាអូកងពិតជាអានកំបាំងមែនអូហៃភីងអូកងអានកំបាំងណាត្រូវហើយមិញនេះហេតុអីបានជាម្នាក់នោះចង់សម្លាប់មិននិយាយទេប្រកាសជាឃើញគាត់ស្អាតចង់រំលោភទើបបានជាអញ្ចឹងតាមមែនទេហេយ៉ាបងប្រាប់គាត់មែនគាត់ជាមនុស្សប្រាំតែកុំខ្លាចអីខ្ញុំនាំលោកទៅចាយចាណែហូបឲ្យច្រើនទៅមិនបាច់គួរសមទេណាបាទបងឲ្យភីងក្រុមប៉ាហីរបស់បងចង់ទៅលេងរាជធានីតាមមែនទេត្រូវហើយខ្ញុំចង់ទៅលេងរាជធានីដែរប៉ុន្តែមិនចូលទីក្រុងទេបើអញ្ចឹងទៅជាមួយគ្នាទៅយើងអាចជួយគ្នាទៅវិញទៅមកបានបងយល់យ៉ាងម៉េចដែរសួរបងប្រុសរបស់ខ្ញុំទៅប៉ុន្តែលោកត្រូវទៅជួយសម្ដែងឲ្យខ្ញុំផងតែខ្ញុំអត់ចេះទេមិនចេះត្រូវតែរៀនខ្ញុំហ្នឹងណែហូបទៅកុំនិយាយច្រើនពេកហូបទៅហូបឆ្អែតទៅណែអរគុណអ្នកទាំងអស់គ្នាអរគុណហើយពិតជាគាត់អរចាណាស់អរចាមែននៅបៀងធ្វើស្អីទៀតនេះគឺអៀមតា
ណែសៀថាយប់ហើយឯងគិតទៅណានឹងខ្ញុំមិនចង់រំខានពួកឯងទៀតទេដើម្បីកុំឲ្យពួកឯងពិបាកចិត្តខ្ញុំទៅតាមផ្លូវខ្ញុំហើយឯងគិតទៅដល់ណាដែរផែនដីធំធេងណាខ្ញុំទៅណាក៏បានដែរនៅខាងក្រៅភ្លៀងខ្យល់ខ្លាំងណាស់ឯងចេះរក្សាសុខភាពផងខ្ញុំអរគុណហើយណែកុំថាខ្ញុំមិនគួរសមនឹងឯងណាណាខ្ញុំណាល្បិចតាមបាយស៊ីថែមតែមានផ្ទះនៅទៀតផងណែអមេកាឯងចូលមកបានខ្ញុំចូលមកតាមប្រហោងនោះឯងចែកពង្រួញខ្លួនណាត្រូវហើយតែខ្ញុំមិនជឿទេហើយកុំនិយាយច្រើនផ្ទះសំណាក់គេដេកលក់អត់ទៅហើយនៅសន្តិយើង2នាក់ក្រេ1 2នាក់តែម្ដងទៅធ្វើអញ្ចឹងមិនកើតមកយើងជាប្រោដូចគ្នាតើឬមួយក៏ឯងជាមិនមែនទេបើអញ្ចឹងទៅលេខខ្ញុំទៅខ្ញុំទៅហើយមានកាយហ្នឹងមានបងប្អូនបរោឯងបងប្អូនណាអូលពូខ្ញុំលពូឃើញហើយបាត់មកផងទៅយើងមិនចង់ឃើញមុខឯងទៀតទេឯងនេះល្ងងណាឯងល្ងងមែនអើយបើខ្ញុំបកកាយបើល្ងងចឹងទេលពូទី13ហើយកុំហាញចឹងប្រកាសច្បាស់កាយបើចង់ឲ្យខ្ញុំហៅយ៉ាងវិញឯងធ្វើជាពុកខ្ញុំហើយហៅខ្ញុំថាអ្នកនាងទី9ទៅអ្នកនាងទី9ស្អីបើក៏ឯងធ្វើអញ្ចឹងគេចិត្តល្អឲ្យឯងនៅស៊ីចុកជាមួយហើយឯងនៅតែកុហកគេទៀតសុំទោសអ្នកទាំងពីរគេជាស្រីទេពុកអើយបានហើយអ្នកនាងទី9ការប៉ាត់ឯងជាស្រីទេត្រូវហើយនាងក៏ដឹងស្រាប់ហើយវាជាស្រីដើរហើយឆ្ងាយអញ្ចឹងគ្រោះថ្នាក់ណាទើបបានតបតែបែបនេះកូនស្រីឲ្យឆាប់សុំទោសគាត់ភ្លាមទៅមិនកុំសុំទោសគេទៅឆាប់ឡើងការប៉ាត់បងប្រុសក៏ឯងប្អូនប្រុសក៏ឯងនេះពិតជាឆ្លាតមែនទេកុំចំអកឲ្យខ្ញុំអីនាងទី9ឲ្យខ្ញុំមានការចង់និយាយជាមួយនាងកុំរំខានខ្ញុំខ្ញុំមានការរឿងពូទី13ដល់ខ្ញុំមកវិញហើយខ្ញុំបានតាមដានរួចហើយណាពូប៉ាហ៊ីគេលេងប៉ាហ៊ីតាមផ្លូវរហូតចំណែកយើងនៅសល់ឆាយថៅតិនតិចទេគូយល់អស់យើងស៊ីបាយជាមួយគេតែម្ដងទៅខ្ញុំបាននិយាយរួចអស់ហើយបងប្រុសមិនក៏បងធ្វើអញ្ចឹងគេជាមនុស្សស្រីតែបងមិនដឹងទៅប៉ុន្តែឥឡូវនេះបងបានដឹងហើយតាមែនទេអ៊ីងថៃយប់នេះយើងនៅជាមួយគ្នាគេក្រែជាមួយគ្នាផងបានឈប់សិនខ្ញុំមិនហ៊ានដេកម្នាក់ឯងទេខ្ញុំខ្លាចខ្មោចអត់បញ្ហាខ្ញុំក៏ដបបាទប្រច័នយប់នេះស្អាតណាស់តែទៀតលែងស្អាតហើយមកដេកមកតែឯងមានធ្លាប់អង្គុយលើដំបូលផ្ទះមើលប្រច័នហើយជជែកគ្នាលេងទេអញ្ចឹងខ្ញុំស្អប់ណាខ្ញុំធ្លាប់លើគេនិយាយថាពេលដែលប្រច័នភ្លឺជាងគេមូលជាងគេឲ្យតែយើងនិយាយពីបំណងប្រាថ្នារបស់យើងប្រាប់គេបំណងនោះនឹងបានសម្រេចអញ្ចឹងមានមនុស្សបន់ស្រន់ទេចាមានចុះឯងកាលពីនៅតូចខ្ញុំចង់ធ្វើជាមន្ត្រីម្នាក់ដល់ពេលដែលខ្ញុំធំឡើងទើបខ្ញុំដឹងថាចង់ធ្វើជាមន្ត្រីល្អមិនមែនជាការងាយទេតែហើយកាលនៅកំពង់ផែខ្ញុំឃើញអាក្បាលធំហើយឯងជាមនុស្សចង្រៃកាលបាត់ឯងជានរណាឯងជានរណាដែរខ្ញុំតកូលប៉ាវឯងគឺប៉ាឡុងឈីងត្រូវហើយមកកនាងដឹងហើយអ្នកនៅម្ដុំនេះគេថាលោកព្រោះតែជួយស្រីអ្នកទោសម្នាក់ត្រូវបាត់បង់តំណែងពីខ្លួនលោកជាអ្នកក្លាហានណាស់ការពិតខ្ញុំអត់ហ៊ានឡើងលើហើយក៏អត់ហ៊ានចុះក្រោមផងតែក្នុងចិត្តរបស់ខ្ញុំលោកជាអ្នកក្លាហានជាងគេបើនាងមកខំខ្ញុំត្រូវសារភាពពីព្រោះថាខ្ញុំចិត្តទន់ណាស់ហើយម្យ៉ាងវិញទៀតណាបើសិនជាបងមិនដេកជាមួយខ្ញុំទេពិតជាមានគ្រោះថ្នាក់ណាស់ណាបងតារិទ្ធិនីត្រូវប្រយ័ត្នប្រយែងឲ្យមែនតែនត្រូវនឹកអូនគ្រប់ពេលវេលាណាអូនទៅលេងប៉ាហ៊ីគ្រប់កន្លែងត្រូវពាក់អាវឲ្យបានច្រើនត្រូវនឹកបងគ្រប់ពេលវេលាមិនត្រូវមានប្រុសផ្សេងទេកុំតាក់ទងប្រុសផ្សេងទៀតមិនអីទេបងគ្មានអ្នកផ្សេងទេតាំងកាលយើងជួបគ្នាទៀតតែរដូវផ្ការីឆ្នាំក្រោយយើងជួបគ្នាទៀតលីហើយនៅក្មួយប្រុសនេះជានំរបស់ក្មួយមែនទេបាទត្រូវហើយចុះពុករបស់ក្មួយយ៉ាងម៉េចទៅហើយគាត់ស្លាប់បាត់ទៅហើយមិនក៏មនុស្សល្អបែរជាអាយុខ្លីទៅវិញ
ខ្ញុំមិនលាក់បាំងនឹងលោកទេខ្ញុំខំធ្វើដំណើររាប់ម៉ឺនយោជគឺមានរឿងមួយចង់ឲ្យលោកជួយដល់ខ្ញុំក្មួយមានរឿងអីការពិតខ្ញុំជាមន្ត្រីម្នាក់តែត្រូវអ្នកមានម្នាក់ខົບខិតជាមួយមន្ត្រីពុករលួយដូច្នេះមិនបាននិយាយទេគ្រាន់តែលើពាក្យថាពុករលួយខ្ញុំស្អប់បំផុតហើយមួយជីវិតខ្ញុំស្អប់មនុស្សអាក្រក់ណាស់លោកពូពេលនេះប្រពងរស័តបាត់ដួងចានអត់ទៅហើយប្រាប់ខ្ញុំមកតើម្នាក់នោះជាអ្នកណាត្រូវឲ្យឯងនិយាយទៅយើងនឹងចាប់វាយកមកកាត់ទោសតែម្ដងវានោះគឺឆាងអ៊ុយឪពុករបស់វាគឺអាចចង្រៃឆាងខុនដែលជាចៅហ្វាយក្រុងនោះណាលោកម្ចាស់លោកដឹងថាត្រូវធ្វើយ៉ាងម៉េចហើយពួកឯងចោលខ្ញុំធ្វើយ៉ាងម៉េចខ្ញុំចង់យកក្បាលឲ្យកូនវាទាំងពីរនាក់មកកាត់ផ្ដាច់តែម្ដងលោកពូបើកាត់ឲ្យទៅខ្ញុំកាត់ម្ដងហើយឯងកាត់ឲ្យត្រូវឲ្យមកខ្ញុំកាត់វិញលោកម្ចាស់ចង់កាត់ដែរទេខ្ញុំមានចំណែកដែរលោកម្ចាស់ឈ្មោះអីដែរខ្ញុំនឹងខ្ញុំគឺឆាងខុនដែលឯងនិយាយនោះហើយដល់លោកពូពេលនេះប្រពកបាំងប្រចានវិញហើយងាប់ក៏ងាប់ទៅលោកម្ចាស់សំណាងល្អហើយដែលមកដល់ទីនេះការពិតគឺវានោះហើយតបសិនយ៉ាងម៉េចមិនបាននិយាយទេទៅវិញកាន់ជើងគ្នាណាទោះជាយ៉ាងណាក៏ឪពុកខ្ញុំធ្លាប់ជួយលោកយ៉ាងហោចណាស់ក៏ត្រូវឲ្យពី300តម្លឹងត្រឡប់ទៅវិញដើម្បីទិញបបរត្រីស៊ីដែរមិនក៏អន់ចឹងឪពុកឯងឲ្យនំយើងតែមួយចំហៀងទេដើម្បីសងគុណឯងវិញនោះយើងឲ្យឯងដល់តែ100នំឯងស៊ីទៅលោកគ្រាន់បានណាជីគួយទៅវិញជប់សិនកុំអាលទៅអីយើងធ្លាប់រាប់អានគ្នាពួកឯងបញ្ចុកអ្នកប្រុសទាំងពីរទៅមិនមែនហើយឲ្យពួកវាសៀអស់ទៅចង់ប្តឹងពីយើងសូម្បីតែស្ដេចក៏មិនអាចធ្វើអីយើងបានផងយើងសម្លេងវាចោលទៅកុំអីយើងចង់ឲ្យវាធ្វើជាអ្នកសុំទាននៅរាជធានីដើម្បីឲ្យប៉ៅអួយចង់ជាពុករបស់វានោះអាម៉ាស់មុខយីគួយអាយយកមិនથાયមិនអីទេខ្ញុំក្លៀនក្លោកពេកស៊ីអត់ទាន់ឆ្អើទេអាចង្រៃអរគុណលោកម្ចាស់ដែលជួយខ្ញុំអូមបើគួរសមទេកូនប្រសាឆាំអរគុណលោកម្ចាស់ទៅអរគុណលោកម្ចាស់អូមបើទេពេលណាទៅបានចៅប្រោទៅអស់ចិត្តបង្កចៅរបស់ខ្ញុំហើយដល់ពេលនោះកុំភ្លេចទៅអសោះណាអូមិនអីទេជាផ្លែថយចេញអូសូមជួយទិញទៀនយកទៅសែនដូនតាសូមជួយទិញសូមជួយទិញទៀនដែរសូមជួយណែឯងធ្វើស្អីហ្នឹងខ្ញុំលក់ទៀនទេចេះចេញសូមឲ្យបានសម្រេចសោះលោកពូឲ្យមកទៅយើងគ្មានផ្លូវដើរទៀនទេតាមខ្ញុំមើលទេវតាមិនសម្រាប់មនុស្សល្អទេខ្ញុំដឹកឲ្យទៅអត់អីស៊ីដល់កាយឲ្យគាត់យ៉ាបីទៅឲ្យគេដាក់ទៀនឲ្យខ្ញុំមិនដាក់ទៀនទេខ្ញុំគឺជាមន្ត្រីអស់លោកដឹងទេដល់គាត់គេចែកទៅមកខ្ញុំទៅរកគេដែរយីគួយកំទៅយីគួយខ្ញុំផងខ្ញុំអត់ដល់ទេខ្ញុំបងយីគួយបានហើយថាបានហើយនាំគ្នាមកយកទៀតតើលឿនឡើងអូយអរគុណច្រើនដល់យកទៀតទៅកដោយកទៀតដែរបានហើយអីគួយហេចង្រៃមែនអាចជក្រៃអាយចង់ស៊ីម៉ែស៊ីឲ្យមិនឲ្យប្រែងាប់អាយអូយណែលបងស៊ីឲ្យប្រាគេមែនទេបើស៊ីតោះចាស៊ីដែរស៊ីទៅអូយចេញទៅក្នុងចាអរគុណដែរចេញទៅស្បាយចាស់ណាចាចាំតែអូអ្នកប្រុសចាមើលទៅប្រហែលជាសបាយហើយមែនទេជួយទៅខាងដែរអាយអ្នកប្រុសគ្រាន់តែមើលក៏ដឹងថាមកពីចម្ងាយដែរហើយគ្រាន់តែមើលក៏ដឹងថាអ្នកប្រុសជាអ្នកធំដែរអាចិនចាក់ទឹកតែជូនភ្ញៀវអ្នកប្រុសអញ្ជើញពិសាតែសិនទៅណាបើសិនជាអ្នកប្រុសមិនពេញចិត្តទេណាចាំខ្ញុំនន់ចូលទៅបន្ទប់ហើយញ៉ាំទៅអ្នកប្រុសញ៉ាំទៅណែកុំអានប្រញាប់ពេកប្រញាប់គួលណាប្រញាប់ពេកកុំញ៉ាំច្រើនពេកញ៉ាំច្រើនពេកហើយណាផឹកតែសិនទៅខ្ញុំចង់ផឹកសាងាប់ណែផឹកតែទៅកុំឲ្យអួលទៅ
យងាប់គ្មានណាមកកន្លែងនេះគិតតែពីផឹកអញ្ចឹងទេស្លាប់មែនអេគេមិនមែនឡប់ទេខ្សែភ្នែករបស់គេខ្ពស់ណាស់គេមិនពេញចិត្តស្រីនៅទីនេះតាមមើលត្រូវតែយកស្រីស្អាតមកឲ្យទៅបានយោយីអ្នកប្រុសចេញទៅណែពួកនាងតក្រៅទៅនាងកុំខ្វល់ថាខ្ញុំជានរណាអីយើងស្គាល់គ្នានៅទីនេះទុកជានិស្ស័យទៅហើយនាងគឺកុំនិយាយអីណាឥឡូវនេះសាកបិទភ្នែកទាញមើលចរិតគ្នាទៅវិញទៅមកតើអ្នកណាចាំងមិនពួកយើងធ្វើអីមានចំណូលចិត្តអី1 2 3នាងជាស្រីថ្លៃថ្នូរហើយមិនមែនទុកលុយជាធំទេនៅមានទៀតនាងថាខ្ញុំជាមនុស្សប្រភេទយ៉ាងម៉េចកាលពីមុនឯងជាមនុស្សប្រភេទណាខ្ញុំមិនដឹងទេតែបន្តិចទៀតឯងនឹងខ្លាយទៅជាមនុស្សពិការម្នាក់ហើយនៅក្នុងបង្វិចគ្មានលុយមកកាក់មួយសេនទេហ៊ានមកកន្លែងរបស់យើងផងបាយគ្រាន់បាយចូលមកយើងចាប់ភ្នែកនេះឲ្យខ្វល់ហើយណាគេគ្មានប្រាក់ទេពួកឯងចេញមកគ្មានប្រាក់មកកាក់មួយសេនចង់មកលេងស្រីកន្លែងយើងផងឯងពួកយើងបាយវាទៅមានតែសភៅមួយក្បាលទេកុំដល់សភៅខ្ញុំកុំដល់សភៅខ្ញុំកុំដល់សភៅខ្ញុំលួយសភៅខ្ញុំឆែអស់ហើយគ្មានសល់ទេសភៅខ្ញុំកុំដល់សភៅខ្ញុំអាលីឡដល់ហើយគ្មានសល់ទេការលេងកាត់ហើយនៅក្រំតាទៀតហ៎គ្មានដឹងខ្យល់អូយមកហើយអ្នកចង់ចេញពិសាទៅយកទឹកចាក់ចោលទៅពីវល់ហើយតាំងពីវាឡប់មករកហាមាត់មិនបានតើវាស៊ីបាយយ៉ាងម៉េចកើតទៅណោះឆាប់ហៅតកែរបស់ឯងចេញមកភ្លាមបើមិនចឹងទេយើងនឹងជេរជីតារបស់វា18ចំនួនអូយយាយប៉ែយាយកប៉ាល់ភ្លើងមានរឿងអីខាងខ្លាំងម្ល៉េះស្រីរបស់ឯងទៅដើមភ្ញៀវរបស់យើងឥឡូវគិតម៉េចភ្ញៀវគេទៅមកស្រេចចិត្តគេប្រុសចិត្តសាវ៉ាគ្មាននរណាមួយទៅដើមអ្នកណាទេមិនបានលើកលែងតែឯងសងលុយឬមួយសំទោសយើងបើមិនចឹងទេយើងដុតសភៅឯងចោលយ៉ាងម៉េចចង់ឆ្លោះជាមួយយើងហ៎អញតើកូនអត់ភ្នែកឯងលុយគូតចូលចិត្តស៊ីគូន1គូតធំសរោស៊ីមបានរឿងទេឯងជេរយើងមិនមែនជេរទេយើងថាឯងអាយុ3ឆ្នាំឪពុកឯងស្លាប់5 6ឆ្នាំម្ដាយឯងស្លាប់8ឆ្នាំតាក់ប្រុសហាអ្នកប្រុសឯងហ៊ាននាំប្រុសចេញមកយើងនឹងសម្រាប់វាយើងនឹងច្បាច់ឯងច្បាច់មកឯងជាមនុស្សអាក្រក់នេះជាអសរអីអូឯងស្វាងឲ្យមែនទេគឺអសរហ្វាងនេះជាអសរអាក្រក់សំបីតែអសរក៏ឯងមិនចេះដែរតាក់តងប្រុសតាំងពី7 8ឆ្នាំឥឡូវ90ឆ្នាំហើយតែបានប្រយោជន៍អីខ្លះទៅហ៎បោផា4តង់ដែលយើងបង្ហាត់នៅទីក្រុងល្បីឈ្មោះគឺស្ដេចមន់ត្រូវប៉ុន្តែពួកវាបានលោតចេញពីសម្បត្តិដល់ខ្លួនឯងវាអត់ប្រាប់ឯងទេឯងនេះចាស់ឲ្យអត់លុយទៀតសំបីតែស្រីបេសយ៉ាក៏រត់ចោលឯងដែរឯងរស់នៅមានប្រយោជន៍អីទៀតបើជាមនុស្សពិការធ្វើខ្មែរមិនសាកសិទ្ធជាតិក្រោយប្រកាសជាខ្លាយទៅជាគ្រាប់ខ្នល់ជាមិនខានទេទៅពូកែមែន
ខ្ញុំស្រឡាញ់ស្រឡាញ់ក្បាលឯងទៅនេះទៅហ៎ធ្វើអី លោកសួរខ្ញុំហីលោកអត់មានចាប់អារម្មណ៍អីទេលោកបាត់ភ្នែកទេ ល្បិចអីទៀតហើយចង់វាយខ្ញុំទៀតហ៎ ខ្ញុំអត់វាយលោកទេខ្ញុំគ្រាន់តែចង់រកមនុស្សម្នាក់ជជែកលេងតែ គ្មានអីនិយាយទេ ខ្ញុំអបសឹកណាស់ហើយរងាទៀត នាងខកខ្ញុំទេដឹង មួយថ្ងៃខ្ញុំចេះតែនៅជាមួយប្រុសគំរូអស់នោះគ្មានមនុស្សនិយាយគ្នាលេងទេ ខ្ញុំក៏ជាប្រុសគំរូដែរ លោកមិនសូវទេ ពិតមែនទេ អបខ្ញុំមក អោមែនទេ ខ្ញុំមិនកុហកលោកទេខ្ញុំគ្រាន់តែចង់ឲ្យប្រុសម្នាក់ដែលខ្ញុំមិនសូវស្អប់ផ្ដល់ភាពកក់ក្ដៅដល់ខ្ញុំតែប៉ុណ្ណោះ ធ្វើអញ្ចឹងមិនបានទៅ ទុកដូចថាធ្វើបន្តិចចាស់ អញ្ចឹងក៏បានតែនិយាយហើយកុំធ្វើបាបខ្ញុំអសោះណា អាចអំសៀតចុះតឹងជាមួយស្រីយើងផងហ៎ ចង់ឆ្លោះជាមួយខ្ញុំហ៎ មិនចង់ឆ្លោះទេតែឯងនៅផ្ទះយើងស៊ីបាយយើងតែតឹងជាមួយស្រីយើងទេ នាងថាខ្ញុំទេណានាងថាខ្លួននាងជាមន់ហើយជាមន់មេថែមទៀតនាងត្រូវការសប្បាយចិត្តព្រោះថានាងអបសុកខ្លាំងណាស់ដឹងទេ មន់ណែតែតឹងឲ្យជាមួយឯងទៅហ៎ នាងតែទៅជាមួយខ្ញុំទេតែខ្ញុំធ្វើការនៅបងស្រីហើយនាងជាមន់បើសិនជានាងមិនសប្បាយចិត្តមិនទទួលភ្ញៀវហាងនេះនឹងត្រូវបាត់ទ្វារហើយខ្ញុំនឹងនៅតាមចៅថ្នល់ជាមិនខានទេ ឯងហ៊ានតមកជាមួយយើងផងហ៎ឯងប្រយ័ត្នស្លាប់ណា មុនខ្ញុំស្លាប់ខ្ញុំត្រូវធ្វើបាបនាង ប្រយ័ត្នការកូនអត់គូ កូននាងទេដែលអត់គូនោះ ចាំមើលឯងសាហាវដល់ណាទេ តែលុះត្រាតែនាងដាច់ខ្យល់ស្លាប់នាងណា ឯង បើនាងមិនតបតែងខ្លួនស្អាតជាងតបតែងខ្លួនទៅទៀតបើធ្វើឲ្យនាងខឹងទៅបន្តិចប្រកាសជាលប់ស្ទះហើយ អាល្អិតនេះពេលឆ្លោះគ្នាមិនក៏កម្លាំងវាខ្លាំងម្ល៉េះណោះខ្លាំងជាងរាប់ម៉ឺនដងទៅទៀតអ្នកស្រីថយចេញអាល្អិតបែងគ្រាន់តែកុំទៅណាយើងហើយគ្នាយើងមកឆ្លោះជាមួយឯង យ៉ាងនេះខ្ញុំចាំ ខ្ញុំលើថាកាលពីយប់មិញលោកឆ្លោះគ្នាជាមួយមីងសាននៅទីនេះឆ្លោះគ្នារហូតតទៅវិញមាត់មែនទេ រឿងតែជួយទេ ប៉ុន្តែពេលនេះលោកជាអ្នកពូកែឆ្លោះជាងគេហាញ់តែអូលោកម្ចាស់លោកមកដល់ទៀតហើយមែនទេអ្នកណាមកទៀត តើខ្ញុំទៅមើល លោកម្ចាស់ ធ្វើការនៅទីនេះបើមិនឲ្យយូរយានឲ្យចេញមកទេជើងនឹងគំតិចកន្លែងរបស់នាងឲ្យអស់តែម្ដងគ្មានសល់ទេ កុំធ្វើអញ្ចឹងអីលោកម្ចាស់យូរយានមិនលក់ខ្លួនទេកុំធ្វើអញ្ចឹងអី បើអញ្ចឹងយើងលេងនាងឲ្យមិនឲ្យលឺក៏ទុកថាមិនលក់ខ្លួនដែរមែនទេ មានការអី ទៅរកកន្លែងពូសិនទៅកុំអាននិយាយអីទៅខ្នេះ ឈប់សិនខាងណាអាំងទឹកទេ អញ្ចឹង លោកម្ចាស់លោកម្ចាស់កុំធ្វើអញ្ចឹងអីខ្ញុំស្រែកឥឡូវហើយ ដូចនាងស្រីយ៉ាងណាក៏គ្មានអាណាគេមកជួយនាងបានដែរ ចង្រៃមែន លោកម្ចាស់ចាំតិចទៀតចាំរំលោភទៅបងប្អូនស្ដេចក៏មកដែរគេមករយូរយាន ថាម៉េចបងប្អូនស្រី ពិតមែនហើយគេថែមទាំងមាននាំក្មេងមកជាមួយថែមទាំងមានជំងឺទៀត អូយគឺឯងទេ អូព្រះអង្គម្ចាស់ធាន នេះគឺនាងយូយានមិនយ៉ាងម៉េចប៉ុណ្្នឹងហើយនៅមិនស្អាតទៀតហ៎មិនឲ្យខាតពេលទេបើអញ្ចឹងម្ចាស់បងនៅទីនេះចុះខ្ញុំចេញទៅខាងក្រៅសិនហើយមិនកំឆាប់ចេញទៅក្រៅទេ អូមែនអ្នកទាំងពីរជជែកគ្នាចុះខ្ញុំទៅក្រៅហើយអ្នកប្រុសទៅចឹងអីប្រយ័ត្នខ្ញុំស្រែក ទោះជានាងស្រែកក៏គ្មានអ្នកណាគេអាចជួយនាងបានដែរចង្រៃ អូយលោកម្ចាស់លោកចូលទៅមិនបានទេ ហាមយើងបានទេយើងជាមន្ត្រីយើងធ្វើអីក៏បានគ្មានអ្នកណាខ្វាត់យើង ជើមកហើយលោកមន្ត្រីហើយលោកមន្ត្រីចូលមកហើយ លោកមន្ត្រីមកហើយខ្ញុំមិនដែរនៅទីនេះបានទេខ្ញុំទៅពូកន្លែងណាទៅរកកន្លែងពូកន្លែងណា គឺជាអាំងទឹកទេ ចេញទៅកន្លែងទឹកកន្លែងនេះចូលលោកម្ចាស់ចូល ចង់ឲ្យយើងពិបាកក្នុងបន្ទប់គ្មានមនុស្សប្រុសផងនឹង គឺបើកវងបៀបានហើយឯងកូនស្រីឯងទប់ទល់ឈ្នះដែរអីគ្មានបញ្ហា សួស្ដី
សួស្ដីមកខ្ញុំតកូនឡអាយសិងជាឡ លោកម្ចាស់លោកកុំធ្វើចឹងអីលោកកុំធ្វើចឹងអីកុំធ្វើចឹងបានទេប្រយ័ត្នខ្ញុំស្រែកណាលោកម្ចាស់ ទោះជាស្រែអត់ដាច់ពងកក៏គ្មានណាគេមកជួយនាងដែរ លោកណាក៏តែចឹងដែរលោកមិនធ្វើប៉ុន្តែធ្វើណាកុំធ្វើចឹង អាចង្រៃខ្ញុំធ្លាប់លេងអុកខ្លាខំគ្នាដំរីស៊ីខ្លាស៊ីឆ្មាស៊ីកណ្ដុរស៊ីដំរីវិញហើយតើដឹងថាធ្វើយ៉ាងម៉េចទេអូនដល់ដឹងអូយស្អីគេវ៉ៃលោកម្ចាស់ស្នាដៃលើក្រែរបស់លោកម្ចាស់ពិតជាមិនធម្មតាមែនខ្ញុំដើរកាត់ទីនេះខ្ញុំក៏ចង់រៀនសូត្រតាមលោកម្ចាស់ក៏ចូលមកទៅណែកុំរំខានយើងចាប់ចេះឆ្ងាយភ្លាមទៅខ្ញុំគង់តែទៅទេតែខ្ញុំជាមនុស្សចូលចិត្តនិយាយច្រើនណាពេលដែលខ្ញុំចេញទៅខាងក្រៅខ្ញុំយករឿងរបស់លោកទៅនិយាយប្រាប់គេទៅហើយគេក៏និយាយតគ្នាទៀតណែអាចបិទមាត់ឯងចាប់ចេញទៅផុតទៅឥឡូវខ្ញុំសងលោកវិញលោកធ្វើខ្ញុំមើលទៅបើលោកមិនធ្វើខ្ញុំធ្វើខ្លួនឯងឯងស្អីចេញទៅអាកូនចៅទៅណាជួយផងអូលោកម្ចាស់មានអ្នកការពារដល់ទៅ2នាក់អញ្ចឹងល្អហើយខ្ញុំក៏មានកូនចៅ2នាក់ដែរហើយពួកគេជាអ្នកសរសេររឿងនិទានឥឡូវគេអាចយករឿងរបស់លោកសរសេរបានដល់9ភាគឯណោះដល់ពេលនោះគេយករឿងនិទានរបស់លោកប្រាប់គេរាល់ថ្ងៃតើលោកគិតយ៉ាងម៉េចទៅវាចប់រឿងតែម្ដងទៅគ្នាខ្ញុំមានដល់ទៅ4នាក់ប្រាប់ប៉ុណ្ណឹងតើខ្ញុំចែកគ្នាយ៉ាងម៉េចនឹងកើតទៅអើយបើចែកកើតយក3សន្លឹកថែមទៀតតើយើងទៅវិញហើយរំខានសយមែនអរគុណហើយលោកម្ចាស់បងស៊ីងបងពិតជាពូកែសម្លាប់គេមែនទេយកទៅចាអរគុណហើយណាចំណែកខ្ញុំសូមថ្វាយបង្គំព្រះអង្គម្ចាស់អមិនក៏ឯងដឹងថាយើងជាស្ដេចទូបង្គំដឹងព្រោះទូបង្គំបានឃើញខោខ្លីរបស់ព្រះអង្គម្ចាស់ហើយមកអញ្ចឹងបានន័យថាយើងភ័យរហូតដល់របូតខោខ្លីតាំងមែនទេសូមថ្វាយបង្គំព្រះអង្គម្ចាស់ឥឡូវយើងប្រាប់ពួកឯងដឹងណាកុំនិយាយរឿងនេះប្រាប់គេឲ្យសោះណាព្រោះវាជារឿងអាម៉ាស់របស់យើងបើសិនជាឯងហ៊ាននិយាយយើងប្រហារជីវិតទាំងពួយហើយក្រាបទូលព្រះអង្គទូបង្គំមានរឿងមួយសូមឲ្យព្រះអង្គជួយបើសិនជាព្រះអង្គមិនជួយទេទោះបីប្រហារជីវិតទាំងពួយក៏ទូបង្គំមិនខ្លាចដែរក្រាបទូលឯងចង់គំរាមជើងហើយបើតាមយើងសង្កេតមើលទៅថាខ្វាំងជើប៉ុន្មានថ្ងៃនេះវាចិត្តតែមានការធ្លាក់ព្រើប្រកាសជាប្រជារាស្ត្រមានរឿងអីអយុត្តិធម៌មិនខានទេយើងចង់សួរដល់អស់លោកមន្ត្រីចាស់ទាំងប៉ុន្មានអ្នកនេះតើគិតយ៉ាងម៉េចដែរមានដឹងពីរឿងនេះខ្លះទេដោយសារបារមីព្រះអង្គប្រជារាស្ត្របានសុខសាន្តហើយក្រាបទូលពិតមែនហើយតែយើងដឹងថាដូចជាមិនសូវសុខសាន្តប៉ុន្មានទេព្រះអង្គរឿងរបស់ប៉ាឡុងឈីងតើគិតយ៉ាងម៉េចក្រាបទូលបើរកគួរដោះស្រាយយើងសួរអស់លោកមន្ត្រីចាស់តើមានគំនិតយ៉ាងម៉េចដែរប៉ាឡុងឈីងមិនអាក្រក់ទេតែពុករបស់វាគឺពុករលួយណាអាមុនមិនល្អអាក្រក់ក៏ពិបាកជឿដែរក្រាបទូលត្រូវហើយហេតុអីក៏ប៉ាឡុងឈីងមកប្តឹងដល់ទីនេះទូបង្គំមិនដឹងទេបើអញ្ចឹងឲ្យប៉ាឡុងឈីងចូលមកឲ្យប៉ាឡុងឈីងចូលមកទូលបង្គំសូមថ្វាយបង្គំព្រះអង្គក្រោយឡើងអរព្រះគុណឥឡូវនេះប៉ាឡុងឈីងគេមកដល់ហើយក្រាបទូលព្រះអង្គទូលបង្គំថ្លើមធំហ៊ានសួរព្រះអង្គសូមព្រះអង្គទ្រង់ព្រះតម្រេះទូលបង្គំទូលថាគេម្នាក់នេះធ្លាប់បានមករកទូលបង្គំជាមួយនឹងលោកមន្ត្រីខាងនេះដែរឬមួយក៏ព្រះអង្គស្គាល់គេក្រាបទូលក្រាបទូលព្រះអង្គគេម្នាក់នេះធ្លាប់ប្តឹងម្ដងហើយតែបរាជ័យក៏ត្រឡប់ទៅវិញធ្វើជាមេបនស្រីឯនោះក្រាបទូលបើសិនជាព្រះអង្គស្គាល់គេនោះឬមួយក៏ព្រះអង្គធ្លាប់ទៅកន្លែងចៅមកទៀតព្រះអង្គមិននឹងអាចយាងទៅកន្លែងនោះកើតទៅបែនហើយក្រាបទូលព្រះអង្គទូលបង្គំដាច់ខាតមិនបានធ្វើមេបនទេទូលបង្គំគ្រាន់តែរកកន្លែងលាក់ខ្លួនដើម្បីសរសេរពាក្យបណ្ដឹងឲ្យមកប្តឹងតវ៉ាទៅប៉ុណ្ណោះក្រាបទូលឯងមិនធ្វើមេបនទេអីអញ្ចឹងបានហៅមីសានឲ្យចូលភ្លាមមកសំណងឲ្យដល់លោកស៊ើបក៏បានល្អក្រាបទូលព្រះអង្គស្រីម្នាក់នេះគឺជាតកែបនស្រីឥឡូវឲ្យនាងចំណាំប៉ៅលងឈីងសិនទៅក្រាបទូលចាលោកម្ចាស់វាជាមេបននៅក្នុងផ្ទះមែនទេមិនមែនទេខ្ញុំមិនដែលស្គាល់គេទេមើលស្អីមិនដែលស្គាល់ស្រីទេហើយបានហើយចូលទៅមកខាងទៅបើគេមិនមែនមេបនទេយើងអាចជឿបានហើយបានឡងឈីងបើឯងមានរឿងអីឆាំនិយាយចេញឲ្យអស់ព្រាមមកក្រាបទូលព្រះអង្គដំបងទូលបង្គំជាចៅហ្វាយស្រុកថ្នាក់ទី9ឥឡូវចៅហ្វាយស្រុកថ្នាក់ទី7នោះឈ្មោះឈិនប៉ៃធាននោះគេកាត់ក្តីខុសឲ្យទៅជាត្រូវហើយថែមទាំងសម្លាប់មនុស្សទៀតសូម្បីតែអ្នកមានផ្ទៃពោះក៏សម្លាប់ដែរសូមព្រះអង្គជួយរកយុត្តិធម៌ផងក្រាបទូលសូមព្រះអង្គកុំស្ដាប់សម្ដីវាការពិតវាជាអ្នកទោសម្នាក់ក្រាបទូលតើគេមានទោសស្អីទៅគូវារុខខាតសាកសពក្រាបទូលការពិតទូលបង្គំទៅមើលសាកសពនោះព្រោះចង់ដឹងពីមូលហេតុតែប៉ុណ្ណោះក្រាបទូលទាំងអស់គ្នាសុទ្ធតែមានមូលហេតុទាំងសងខាងយើងពិបាកដោះស្រាយណាស់ប៉ុន្តែយើងមានបញ្ហាមួយ
ឥឡូវនេះយើងបើកការផ្លន់គ្នាទៅបើសិនជាអ្នកណាយកកំបិតមកគប់ផ្លែប៉ោមនេះត្រូវយើងនឹងកាត់ក្តីសាយជាថ្មីអូព្រះអង្គព្រះតម្រូវបានទៅក្រាបទូលហើយបើសិនជាគប់ខុសត្រូវប្រហារជីវិតចោលព្រះអង្គបានព្រះតម្រូវទីក្រាបទូលក៏ប៉ុន្តែបើសិនជាយើងដាក់លើតុមិនងាយគប់ត្រូវទេអញ្ចឹងយើងដាក់លើក្បាលរបស់យើងទៅអូព្រះអង្គគ្រូថ្នាក់ដល់ក្រាបទូលមើលទៅលោកស្មោះត្រង់ជាមួយខ្ញុំណាលោកជាសសរទ្រូងរបស់ប្រទេសជាតិបើអញ្ចឹងលោកដាក់ចំនួនខ្ញុំទៅខ្ញុំដាក់លើក្បាលលោកវិញម្ដងបានហើយចាប់ដើមខ្ញុំចាប់ដើមគប់ហើយណាល្អក្រាបទូលព្រះអង្គទូលបង្គំសុំបិទភ្នែកគប់តើបានទេក្រាបទូលអូយអ្មេចក៏ចាំបិទភ្នែកពីព្រោះថានៅពេលដែលទូលបង្គំឃើញឈាមទូលបង្គំវិលមុខណាបានយើងអនុញ្ញាតទូលបង្គំគប់ហើយព្រះអង្គទូលបង្គំយល់ថារឿងក្តីនេះអាចយុត្តិធម៌ដល់ត្រូវកាត់ក្តីឡើងវិញក្រាបទូលក៏មកខំចិត្តណាទូលបង្គំអត់បង្ខំទេនិយាយដល់យុត្តិធម៌ក្រាបទូលបាយឡើងឈិងមកទទួលព្រះរាជអង្គការបាយឡើងឈិងចាំស្ដាប់យើងតែងតាំងឲ្យឯងគ្រប់គ្រងទាំង8ស្រុកគ្រប់គ្រងលើចៅហ្វាយក្រុងគ្រប់គ្រងលើតុលាការឯរឿងគ្រួសារតកូលឈីត្រូវសាររើឡើងវិញចំណែកឯខ្លារខិនឯងត្រូវទទួលបញ្ជាតាមការពារចៅហ្វាយក្រុងទាំង8នេះអស់មួយជីវិតស្ដាប់បានហើយឬនៅអរប្រគុណព្រះអង្គព្រះអង្គគ្រប់គ្រងចៅហ្វាយក្រុងទាំង8មានឋានៈអីដែរគឺឋានៈទី1អូយអស្ចារ្យព្រះអង្គអស្ចារ្យព្រះអង្គទូលបង្គំអរព្រគុណហើយតែកុំភ្លេចរឿងសន្យាគ្នាណាទូលបង្គំមិននិយាយប្រាប់គេទេអស្ចារ្យដល់ពេលឲ្យប្រហារជីវិតជប់សិនកុំរវល់សម្លាប់ចោលទេនេះជាព្រះរាជសាររបស់ព្រះអង្គត្រូវទុកជីវិតឲ្យគេត្រូវយកអ្នកទោសស្រីនេះទៅឃុំទុកបណ្ដោះអាសន្នសិនរងចាំលោកម្ចាស់ប៉ាកាត់ក្តីសាយជាថ្មីម្ដងទៀតចប់រាជសារលោកម្ចាស់ប៉ាលោកមិនចាប៉ាពួកយើងនៅតែមើលលោកម្ចាស់បើកាត់ក្តីរយយុទ្ធធម៌គ្រួសារឈីឆាប់ទៅអូមើលដល់ចឹងខ្ញុំទៅដែរអើយលោកពុកថ្ងៃនេះយើងត្រូវស្ដារកិត្តិយសគ្រួសារប៉ៅឡើងវិញអូយយ៉ាងមិនដឹងអាមិនក៏មកឯឡើងខ្មៅអូគឺខ្ញុំលៀបអស់ខ្មៅដើម្បីឲ្យដូចប៉ៅឈីងធាននឹងណាបើដល់ពូទី13អ្មេក៏ពូមិនលៀបអស់ខ្មៅដូចខ្ញុំដែរចឹងខ្ញុំគ្រាន់តែពាក់នេះទៅហើយមានសញ្ញាបែបនេះទៅបានហើយរួចចង់មិនក៏មកឯងខ្មៅដូចជាអាហ្វ្រិកអញ្ចឹងខ្ញុំធ្វើតាមពូប្រាប់នោះដែរថ្ងៃនេះត្រូវកាត់ក្តីរឿងឃាតកម្មសម្លាប់មនុស្ស13នាក់របស់គ្រួសារឈីឡើងវិញរាជសារបញ្ជាឲ្យតុលាការទាំង3រូបកាត់ក្តីរួមគ្នាប្រធានតុលាការគឺជាលោកចៅហ្វាយក្រុងទាំង8ស្រុកគឺលោកម្ចាស់ប៉ៅឡុងឈីងអមតុលាការគឺជាលោកម្ចាស់សាន់មូហួរឯខាងព្រហ្មទណ្ឌគឺមានលោកម្ចាស់ថាងខាងចៅហ្វាយក្រុងគឺលោកម្ចាស់ឈិនពួកឯងទាំងអស់គ្នានៅក្នុងសាវនាការមិនត្រូវស្អីលូឡាខ្លាំងពេកទេពីនេះថ្ងៃនេះហាមិនអោយនិយាយពាក្យអាភិនឹងជ័យម៉ែគ្នាទៅវិញទៅមកទេណាចុះខ្ញុំជាចៅហ្វាយក្រុងអនុញ្ញាតបានខ្លះទេអូយអនុញ្ញាតខ្លះទេចុះនិយាយត្រឹមតែម៉ែបាទហើយគឺម៉ែរបស់លោកហ្នឹងហើយដល់លពូកុំភ័យអីខ្ញុំជឿថាយើងប្រកាសជាឈ្នះជាមិនខានទេឯលោកម្ចាស់មិនចាំបាច់ខ្លាចទេធ្វើទៅបដគេបនសាក់នៅធំជាងយើងតែចាំបាច់ខ្លាចធ្វើអីតើគេមានអីអស្ចារ្យទៅវិញទេមើលលពូយកមួយទៅហើយអូមានទឹកថ្មិញហានេះខ្ពុលមាត់អោបានជ្រះមាត់បន្តិចទៅដើម្បីនិយាយអោក្បោះក្បាយបានឈ្នះគេបើដល់លោកហើយលោកស្អីខ្ញុំហៅលោកម្ចាស់តើលោកម្ចាស់ស្អីចឹងហៅមិនបានទេហៅបានតែមិនអាចមើលបានទេមើលស្អីទៅមិនឲ្យមើលទេបើលោកមើលខ្ញុំមិនដឹងថាខ្ញុំមើលលោកអ្នកធំមើលអ្នកថោកទាបបានតែអ្នកថោកទាបមិនអាចមើលអ្នកធំបានទេលោកថាខ្ញុំថោកទាបខ្ញុំប្តឹងរាជការហើយថោកទាបអូលោកម្ចាស់ធ្វើចឹងខុសហើយគឺជាម៉ែរបស់លោក
អូលោកសវនកម្មមិនអាចចេញមកលោកហ៎អូយលោកម្ចាស់ក្នុងសវនកម្មមិនអាចចេញមកគេបានទេហេតុអីក៏ចេញមិនបានខ្ញុំជេឯងនឹងនិយាយថាអត់បានធ្វើខុសទៀតខ្ញុំជេច្បាយស្រុកទាំង8មិនទាន់បានកាត់ក្តីផងហើយមិនបានហៅឯងមកដែរតែឯងដើរចេញមកដោយខ្លួនឯងឲ្យខ្ញុំជេឯងតើឯងជាមនុស្សថោកទាបមែនទេឯងថោកទាបឯងនិយាយខ្លួនឯងទេប៉ុណ្ណឹងនៅអួតអាងទៀតផងប៉ុណ្ណឹងហើយថាខ្លួនខ្លាំងទៀនភូបើឯងមិនបានធ្វើអីខុសមិនចាំបាច់ភ័យខ្លាចទេមានរឿងអីចាំនិយាយចេញមកហើយខ្ញុំចូលមើលបជារះកាត់ក្តីតើមានទិសតល់អីជាមួយលោកទៅបើអញ្ចឹងឆាប់ថយចេះផុតពីខ្សែរបស់យើងព្រមទៅថយផុតឥឡូវផុតហើយអាចចង់យ៉ាងម៉េចទៀតចង់វាយគ្នាយ៉ាងម៉េចវាយទៅណែយើងឈរឲ្យវាយទៅបើគ្រាន់បើឯងវាយទៅអាល្ងងហើយវាយយើងព្រមមកវាយមកហើយយើងនឹងវាយអែងាប់អ្នកទាំងអស់គ្នាស្ដាប់ឮទេគឺវាឲ្យខ្ញុំវាយទេខ្ញុំដើរឃើញមនុស្សដើរចូលចិត្តឲ្យគេវាយចង់ទេលោកម្ចាស់គួរតែហៅអ្នកទោសស្រីនោះមកកាត់ក្តីហើយអ្នកទោសស្រីម្នាក់នេះមានរឿងអីអយុត្តិធម៌ប្រាប់យើងមកចោះយើងប្រកាសจะជួយកាត់ក្តីជាមួយលោកម្ចាស់សានបានអូលោកម្ចាស់ខ្ញុំអាចជួយលោកបានមែនណាលោកម្ចាស់គ្រួសារខ្ញុំទាំងអស់ត្រូវឆាំងអួយសម្លាប់ទាំងអស់ខ្ញុំត្រូវវារំលោភទៀតសូមលោកម្ចាស់ជួយរកយុត្តិធម៌ឲ្យខ្ញុំផងហើយឆាំងអួយចេញមកខ្ញុំបានសូមគោរពលោកម្ចាស់ទាំងអស់លោកឆាំងតើលោកដឹងថាគ្រួសារឈិតទាំង13នាក់ស្លាប់ដោយរបៀបណាទេគឺនាងសម្លាប់បានហើយគឺប៉ិនសសចេញមកខ្ញុំបានសូមគោរពលោកម្ចាស់ជួយលើកមុនលោកនិយាយថាអ្នកស្រីឈិងទៅហារបស់លោកទិញថ្នាំកណ្ដុរមួយនាងតាមមែនទេបើដោយណែចំណែកលោកនិយាយថាបងឯងមួយឆ្នាំងនេះនៅក្នុងគ្រួសារឈីគឺមានថ្នាំពុលតាមមែនទេបាទត្រូវហើយអ្នកទាំងអស់គ្នានេះជាបបរស្ករមួយឆ្នាំងហើយដាក់ថ្នាំកណ្ដុរចូលទៅក្នុងនឹងគ្រាន់តែដាក់កណ្ដុរចូលភ្លាមគឺស្លាប់ភ្លាមអ្នកទាំងអស់គ្នាឃើញទេនេះជាថ្នាំពុលហើយថាតែមើលតើអ្នកណាដែលហ៊ានស៊ីបបរនេះកើតទៅជួនកាលមនុស្សល្ងងក៏វាអាចស៊ីដែរបើអញ្ចឹងលោកសាមើលទៅទេអត់ទេសាមើលទៅមិនអីទេអត់ទេសាមើលទៅអត់ទេលោកខ្លាយហើយហ៎លោកមិនហ៊ានស៊ីផងនៅថាបកាយជាងគ្រូសាឈីទៀតហ៎ចូលនាងទិញថ្នាំកណ្ដុរមួយនាលមិនប្រកាសថាដាក់ទាំងអស់ឯណើចុះថ្នាំដែលប្រាមិនទាន់អស់នោះលាក់នៅកន្លែងណាទៅខ្ញុំបានឆៃរកគ្រូសាឈីអត់ហើយតែរកមិនឃើញទាល់តែសោះបើសិនតាំងខ្លួនជាឃាតករមិនចាំបាច់ប្រើថ្នាំច្រើនយ៉ាងនេះទេហេតុអីក៏ចាំបាច់ទិញថ្នាំច្រើនយ៉ាងនេះធ្វើឲ្យគេសង្ស័យការពិតគឺឯងមែនទេឯងនិយាយកុហកតាមមែនទេអត់ទេខ្ញុំអត់កុហកទេពិតជាអត់មែនហ៎សិភៅបញ្ជីនេះយើងបានលួចពីហាងរបស់ឯងមកការពិតមនុស្សទិញថ្នាំកណ្ដុរតិចណាស់ហើយថ្នាំកណ្ដុររបស់ឯងមានតែកន្លះនាលទេតែឯងបានថ្នាំកណ្ដុរពីណាមកលួចច្រើនម្ល៉េះអូនបើហើយជាខ្ញុំច្រឡំឲ្យលោកម្ចាស់ច្រឡំហ៎មិនដែលមានអ្នកណាច្រឡំរាល់ថ្ងៃដូចជាឯងចឹងទេឯងនេះកលិចណាខ្លារខិនបើលោកម្ចាស់លោកទៅពិសោធន៍សារសពទាំង13នោះមើលតើមានលទ្ធផលយ៉ាងម៉េចលោកម្ចាស់ជឿកាណូលោកម្ចាស់មើលដែរសារសពមួយណាក៏ខ្មៅបំពង់ក៏ដែរក្រៅពីនេះគឺធម្មតាទាំងអស់តាមការពិសោធន៍របស់ខ្ញុំកាលពី30ឆ្នាំកន្លងមកអ្នកស្លាប់ទាំងអស់នេះមុនពេលស្លាប់ប្រកាសជាត្រូវគេច្រកថ្នាំបំពុលចូលទៅហើយត្រូវទៅក្នុងបំពង់កសារសពមួយណាក៏មានសភាពដូចនេះដែរហើយគេប្រើលូស្ពនដោតតជាប់គ្នាទៀតផងនេះគឺបានសេចក្តីថាបំពង់កទាំងអស់ត្រូវកាត់ផ្ដាច់ទៅហើយដូច្នេះយល់ទៅតាមការពិសោធន៍របស់ខ្ញុំយល់ថាសារសពទាំងអស់នេះមិនមែនស្លាប់ដោយសារត្រូវថ្នាំបំពុលទេឆាំងអើយឯងស្ដាប់ឮហើយនៅលោកម្ចាស់រឿងនេះមានតេតទៅជាមួយខ្ញុំហើយគេថាសារសពទាំងអស់នេះស្លាប់ដោយសារបាតដៃកំពូលចុះអ្នកប្រុសឆាំងអត់ចេះវិជាគុណផងធ្វើម៉េចនឹងអាចសម្លាប់ពួកគេទាំងអស់នេះទៅកើតទៅវាមិនចេះវិជាគុណមិនក៏យប់នោះពិបាកចាំម្ល៉េះគឺកម្លាំងធម្មជាតិរបស់ខ្ញុំកម្លាំងធម្មជាតិហ៎ទីហ៊ានធ្វើទរណកម្មភ្លាមបើសិនជាឯងប្រឆាំងបញ្ជាក់ថាឯងចេះវិជាគុណតែបើឯងមិនព្រមប្រឆាំងយើងនឹងគៀបឯងឲ្យទាល់តែស្លាប់លោកលីមកដល់ហើយពុកធေါ်លោកម្ចាស់លីសូមគោរពលោកម្ចាស់លីអស់លោកទាំងអស់គ្នាប្រហែលជាហត់នឿយហើយខ្ញុំមកលើកនេះគឺចង់មកមើលការកាត់ក្តីហើយក៏ឆ្លៀតពេលយករបស់បន្តិចបន្តួចមកឲ្យកូនធေါ်របស់ខ្ញុំដែរពុកធေါ်ហើយឯងត្រូវធ្វើជាមនុស្សល្អណាមិនត្រូវល្មើសនឹងច្បាប់ទេបើឯងធ្វើខុសពុកមិនអាចជួយឯងបានទេណាតែបើសិនជាមានអ្នកណាគេចង់ធ្វើបាបឬក៏មូលបង្កាច់ឯងនោះអ្នកនោះប្រកាសជាវាមិនងាយស្រួលទេប្រកាសហើយណែហើយអាយនេះណាគឺលោកអបរាជបានជូនដល់ឯងត្រូវតែពាក់លើខ្លួនឲ្យជាប់ទៅហើយក្រៅពីព្រះអង្គម្ចាស់គ្មានអ្នកណាអាចប៉ះពាល់ខ្លួនប្រាណឯងបានជាដាច់ខាតហើយកុំថាឡើយមន្ត្រីតូចតាចនោះអូយលោកពូយកមកទៅហើយនោះ
លោកនេះវាយតើយើងគិតយកទៅលោកពូ វាប្រើក្បាច់នេះពិតជាពិសេសពេកហើយលោកម្ចាស់អ្វីទៅបាត់តែគ្រួសារត្រកូលឈឺទាំង13នាក់មិនមែនស្លាប់ដោយសារថ្នាំពុលមែនតែខ្លាចក្រែងតែអ្នកស្រីឈិងជួលឃាតករឲ្យមកសម្លាប់គេទេដឹងអីម្យ៉ាងទៀតយប់នោះអ្នកយាមបានឃើញឆាងអ៊ុយត្រូវគេដេញវាយខ្ញុំយល់ថាគួរតែធ្វើទរណកម្មអ្នកស្រីប្រហែលជាដឹងការពិតហើយមួយរយដល់ទរណកម្មភ្លាមទៅលោកម្ចាស់ឆ្លៀសវៃមែនខ្យល់បក់ទៅខាងណាទេទៅខាងនោះពិតជាឆ្លៀសវៃមែនអូលោកម្ចាស់ប៉ៅមានន័យថាម៉េចនឹងបើមិនចង់ស្ដាប់ខ្ញុំនិយាយរឿងផ្សេងក៏បានដែរណែអូហាមជឿម៉ែមិញនេះតែលោកម្ចាស់ណាម្នាក់ដែលចង់ដាក់ទរណកម្មស្រីនោះអូត្រូវហើយលោកម្ចាស់ប៉ៅមិនចាំបាច់បង្វាយដានទេដាក់ទរណកម្មភ្លាមទៅទីហ៊ានប្រើទរណកម្មភ្លាមទៅឈប់សិនមិនអាចគៀបគេតាមអំពើចិត្តបានទេលោកឯងលោកម្ចាស់ប៉ៅលោកមានសិទ្ធិអំណាចធំណាស់បើសិនជាលោកម្ចាស់ប៉ៅបានធ្វើជាមន្ត្រីតែ2ឆ្នាំទៀតសូម្បីតែម្ចាស់ក្សត្រីក៏លោកហ៊ានមើលស្រាលដែរមើលទៅត្រូវហើយបើគោរពម្ចាស់ក្សត្រីត្រូវគោរពក្នុងចិត្តមិនដូចលោកមួយថ្ងៃនិយាយពីម្ចាស់ក្សត្រីតែគ្មានទុកក្នុងចិត្តបន្តិចនោះទេនឹងឯងដែលថាគោរពលោកម្ដាយរបស់លោកខំចិញ្ចឹមលោកធំប៉ុណ្ណឹងទៅហើយតែលោកបែរជាតែឲ្យគេគៀវអញ្ចឹងមិនហៅមនុស្សអកតញ្ញូទេអីថែមទាំងមិនស្មោះត្រង់នឹងម្ចាស់ក្សត្រីទៀតហើយថ្លាមធំហ៊ានជេយើងផងអីខ្ញុំជាចៅហ្វាយស្រុកទាំង8ស្រុកក្នុងសវនាការខ្ញុំធំជាងគេលោកគ្រាន់តែជាមន្ត្រី5ថ្នាក់ខ្ញុំឈរអញ្ចឹងបើមិនឲ្យជេរលោកតាជេរអ្នកណាវិញទៅមានតែលោកហើយនឹងខ្ញុំនៅទល់មុខគ្នាហើយខ្ញុំប្តឹងម្ចាស់ក្សត្រីឲ្យយកឯងដាក់គុកឲ្យទាល់តែបានដាក់ឲ្យឯងទៅចាំដើរចេញពីទីនេះចាំគិតទៀតទីហ៊ានបាត់ទ្វារហើយឆ្កែចេញមកអូលោកម្ចាស់គិតយ៉ាងម៉េចនឹងមិនបាច់ខំទេទៅខ្ញុំជាអ្នកដោះស្រាយបានហើយខ្ញុំមិនចង់ប្រកែកជាមួយលោកទេចាប់ផ្ដើមកាត់ក្តីទៅបានតែអែបអមហ៎លោកថាអ្នកណាថាខ្ញុំគឺថាអ្នកនោះហើយលោកឯងនេះចង្រៃណាខ្ញុំមិនរវល់ទេអាមនុស្សខ្ទើយហ៎អាគូសាចង្រៃអាកូនចង្រៃអាមនុស្សខ្ទើយអាកូនចង្រៃអាកូនចង្រៃឯងនេះមាត់ឯងចង្រៃណាមាត់ចង្រៃមិនដូចឯងជាមនុស្សខ្ទើយទេអាមនុស្សខ្ទើយអាកូនចង្រៃលោកម្ចាស់ពួកឯងចាំស្ដាប់ណាត្រូវសម្ដែងឲ្យដូចមែនតែនបាទ嗰個命唔咗，係啊！做咩打成咁？公堂講，ជួយផងហើយម្នាក់នោះគឺប៉ែតពិនិត្យសារសតើហេតុអីបានជាគេធ្វើបាបបែបនេះមែនហើយវានៅក្នុងសវនកម្មនិយាយកុហកលោកម្ចាស់ប៉ៅស៊ើបដឹងរឿងនេះអត់ទៅហើយការពិតទៅវាទទួលសំណូកសោកប៉ាន់ហើយមួយបង្កាច់អ្នកស្រីនោះបានជាយើងធ្វើទរណកម្មវាដូច្នេះហើយឥឡូវនេះអាលក់ថ្នាំម្នាក់នោះក៏ត្រូវកាត់ជាពី3កំណាត់បាត់ទៅហើយកុំធ្វើអញ្ចឹងឲ្យលោកជួយខ្ញុំផងហើយឯងជាអ្នកណាទៅជួយខ្ញុំផងខ្ញុំដល់មិនរួចទេកុំមកចិត្តខ្ញុំអីថយចេញទៅខ្ញុំដល់មិនរួចទេខ្ញុំដល់ជើងហើយថយឆ្ងាយទៅជួយខ្ញុំផងជួយផងថយទៅកុំធ្វើអញ្ចឹងហើយខ្ញុំអត់ចេះអសរទេកុំរវល់ខ្ញុំអីជួយខ្ញុំផងដល់មិនឯងឡើងសម្រាប់ការហើយឯងដូចជាឆ្មាអញ្ចឹងភ្នែករបស់ឯងដូចកណ្ដុរច្រមុះឯងដូចជាខ្លែងចិញ្ចើមឯងដូចជាបបោមាត់ថ្មីរបស់ឯងដូចជាចប់កាប់បំពង់កឯងវែងជាងស្មាតែទៀតដើមទ្រូងមាត់ពោះរបស់ឯងគឺជាពោះឆ្កែយ៉ាងម៉េចនិយាយមិនចាញ់ចង់ស្ទះខ្យល់ហើយឯងនេះសំតែដេសាទខោរហូតទេទៅវាសំមុខឯងហើយលោកម្ចាស់លោកអីទេលោកម្ចាស់លីមកយើងត្រូវសម្លាប់ឯងលោកម្ចាស់ប៉ៅហើយមិនក៏មិនធ្វើទរណកម្មទៅលោកឆ្លោះគ្នាអស់35ម៉ោងហើយគឺខាតពេលវេលាអស់ច្រើនណាស់បើអញ្ចឹងចាត់ការទៅហើយឡើយពួកហើយនឹងឈ្មោះនោះចេញមកអូលោកម្ចាស់ខ្ញុំព្រមនិយាយការពិតហើយបានហើយម្ដងម្នាក់ត្រូវហើយអ្នកស្រីនោះមកកាត់ក្តីមុនគេពិតបើហើយមិនទាន់ឲ្យមានអីទេធ្វើទរណកម្មស្រីនោះមុនសិនទៅហើយដៃមកហើយយ៉ាងមិនចឹងហ៊ានធ្វើពុតផងវាយទៅខ្ញុំចិត្តសម្រាប់កូនហើយលោកម្ចាស់ហ៊ានធ្វើពុតជាទម្ងន់ផងវាយទៀតទៅឈប់សិនមានជាមុំនៅកន្លែងនេះដែរបើសិនជាគេទម្ងន់មែនឲ្យគាត់មើលទៅប្រកាសជាដឹងឈឺណាស់ឈឺណាស់ទៅឲ្យលោកម្ចាស់គេចិត្តសម្រាប់កូនមែនលោកម្ចាស់លីតើលោកគិតយ៉ាងម៉េចដែរយើងមិនជាអ្នកកាត់ក្តីទេស្រេចតែពួកឯងកាន់តែចោះបើជើងយើងសម្រាប់ចិត្តគឺ1ទល់នឹង3ចាប់ដើមមួយមិនអាចឆ្លើយ3ធ្វើទរណកម្មឈប់សិនបើសម្រាប់ថាបោះឆ្នោតគួរតែសួរអ្នកទាំងអស់គ្នាសិនមើលតើព្រមឲ្យនាងឆ្លងទន្លេសិនទេអ្នកទាំងអស់គ្នាឲ្យគេឆ្លងទន្លេសិនទេ
ម៉ែឲ្យឆ្លងទន្លេសិនទៅម៉ែឲ្យឆ្លងទន្លេសិនទៅបើដល់កុំធ្វើបាបនេះឲ្យឆ្លងទន្លេសិនទៅឲ្យចោលធ្វើអីចាប់ឆ្លងទន្លេហើយសិនទៅចាប់គាត់ទៀតអូយគួរឲ្យអត់ទៀងណាឲ្យនេះឆ្លងទន្លេសិនទៅបើដល់យ៉ាងមិនដែរលោកចៅក្រុងមិនអាចប៉ះពាល់មហាជនបានទេយើងអនុញ្ញាតឲ្យគេឆ្លងទន្លេសិនទៅអនុញ្ញាតឲ្យនេះឆ្លងទន្លេសិនចុះអត់តែជួយលើកគ្នាលើជួយលើកគ្នានេះយឹមចម្លើយរបស់ឯងមុនក្រោយខុសគ្នាទាំងអស់យើងផ្ដល់ឱកាសឯងជាលើកចុងក្រោយឯងត្រូវនិយាយបានត្រឹមត្រូវថ្ងៃនេះសភាពការក្នុងគ្រួសារឈីយ៉ាងម៉េចអឺអូដល់លោកបញ្ចោពេលនោះខ្ញុំបានឃើញឆាអូយកំពុងទៅវាយឡាយហ្វួរក្រោយមកឆ្កែរបស់គេក៏ទៅខំឲ្យបន្ទាប់មកទៀតឆាអូយក៏ទាត់ខ្ញុំស្លាប់តែម្ដងទៅដល់ពេលខ្ញុំស្លាប់ខ្ញុំក៏លែងដឹងអ្វីទាំងអស់លោកបញ្ចោពីមុនមិនក៏អញមិននិយាយអញ្ចឹងមកពីហ្វាថងជឿដល់ឲ្យខ្ញុំ500តម្លៃក៏ហត់លោកបញ្ចោនិយាយផ្ដាស់ស្អីអត់ផ្ដាស់ទេឈប់សិននិយាយស្ដីគ្មានដឹងខ្យល់អីទេឡាយហ្វូអញនិយាយតទៅហើយអើខ្ញុំភ្លេចអត់ទៅហើយតែលើកមុនឯងនិយាយជាមួយស្រីនោះថាស្រីនោះឲ្យឯងសម្រាប់គ្រួសារឈីទាំង13នាក់អើយមិនមែនទេខ្ញុំមិនបានសម្រាប់មនុស្សទេឯងថាអ្នកស្រីឈឹងស្រឡាញ់ឯងណាស់ថែមទាំងប្រកល់កំណាប់ឲ្យឯងមួយឃ្លាទៀតតើមែនទេត្រូវហើយទេហ៊ានឲ្យកំណាប់ទៅគេឯងអានឲ្យគេស្ដាប់ទៅអើយទេសភាពប្រំប្រៃរកអ្វីព្រៀបប្របានគូសង្សារជួបគ្នាទាំងថ្ងៃទាំងយប់ដូចជាមិនត្រូវទេឯងកំណាប់នេះគេនិយាយថាព្រះច័ន្ទនៅចំពោះមុខព្រិលធ្លាក់ដល់ដីតែនេះជាអសរស្អីទៅឯងមើលអសរឆ្លាតក៏មិនចេះផងថាឯងមានកម្រិតវប្បធម៌ខ្ពស់ហើយថាអ្នកស្រីស្រឡាញ់ឯងទៀតទៅហ៊ានកាត់ក្បាលវាចោលទៅលោកបញ្ចាគឺហ្វាល់ថាចិត្តឲ្យខ្ញុំ5000តម្លឹងឲ្យខ្ញុំនិយាយចឹងឥឡូវដល់សល់3000តម្លឹងទៀតលាក់នៅក្រោមក្រែខ្ញុំឯនោះឯងនិយាយផ្ដេសផ្ដាស់ស្អីទៀតហើយឯងសហការជាមួយគេហើយសម្រាប់គេចោលអត់ទេលោកបញ្ចាខ្ញុំអត់បានសហការជាមួយអ្នកស្រីទេខ្ញុំមានផតតាគ្រប់គ្រាន់បើលោកបញ្ចាមិនជឿខ្ញុំយកផតតាមកឲ្យលោកបញ្ចាមើលយកចេញអស់មកបាទម្ដងនេះកាត់គេកាត់ក្បាលហើយហាអត់មានទេត្រូវឲ្យកាលពីខ្ញុំនៅតូចក្រពេលខ្ញុំក៏កាត់ចោលទៅខ្ញុំគិតថាចង់ធ្វើជាបានតែគ្មានប្រាក់សងគេធ្វើអីក៏បានដែរម្ល៉េះឲ្យខ្ញុំទៅធ្វើការនៅក្នុងគ្រួសារជារឿងអីនឹងខ្ញុំទៅសហការជាមួយនឹងស្រីឈីកើតទៅអាម៉ាចង្រៃក៏មើលមកខ្ញុំអត់បានថាឲ្យលោកទេឥឡូវនេះបានហើយត្រូវយកឈ្មោះហ្វាងថាងជិញចេញមកមានរឿងពាក់ព័ន្ធពីរឿងការសោកប៉ាន់ត្រូវសួរចម្លើយគេតើមែនទេលោកម្ចាស់លោកនិយាយក៏ត្រូវដែរហ្វាងថាងជិញយកល្អឯងឆាំនិយាយការពិតចេញមកក្រែងលុយយើងអាចសម្រាប់ទោសឲ្យឯងខ្លះឆាំនិយាយមកណែហ្វាងថាងជិញនឹងឡាយហ្វូស៊ីសំណោកសោកប៉ាន់ត្រូវតែយកទៅប្រហារជីវិតចោលតែម្ដងទៅមិនបាច់កាត់ក្តីវែងឆ្ងាយទេថ្លាមធំផ្ទះមាត់នេះទៅអូយដល់ពួកបើកវាយដល់ថ្នាក់ដល់បាត់សោស្អីតើគិតយ៉ាងម៉េចទៅយើងអាទី13ម៉ែបានយកដៃទៅផ្សារហ្វុងមកឲ្យកូនហើយណាលោកយាយខ្ញុំគ្មានពេលទេត្រឡប់ទៅវិញទៅមែនហើយម៉ែឆាប់ត្រឡប់ទៅវិញទៅខ្ញុំមិនទំនេរទេទៅវិញទៅគឺដើរទឹកមែនតើណាដើរទឹកផ្សារហ្វាងហេដល់ពូមើលមើលតែប្រយ័ត្នពវៀនទាណាមើលច្បាស់តិចការពិតគឺដើរទៅផ្សារហ្វាងមែនហើយឆាងអើយថ្ងៃនេះកុំអាងថាពាក់អាម្ចាស់ក្សត្រីយើងមិនអាចធ្វើអីឯកើតនោះនៅចំពោះមុខប៉ាឈិងធានអត់មែននៅចំពោះមុខយើងឯងហ៊ានធ្វើអីប្រដេបដាស់យើងនឹងប្រើដៃនេះចាក់ឯងឲ្យធ្លាយពោះវៀនម្ដងហើយជួយផងយើងនឹងប្រើដៃនេះចាក់មន្ត្រីពុករលួយដូចជាឯងនេះឲ្យទាល់តែងាប់ឯងចាំមើលទៅមហាឈិនពីដើមមកមិនដែលមានដើរទៅផ្សារហ្វាងអីទេសួរគេច្បាស់សិនទៅហើយមិនក៏ដឹងថាដើរទៅបើអញ្ចឹងចាំខ្ញុំសួរគាត់ឲ្យច្បាស់សិនចាំមើលណាមិនអីទេដល់លោកយាយដើរនេះតើស្ដេចណាប្រទានដល់លោកយាយគឺស្ដេចសុងចឹងរាជការម៉េងអូយថាបើលោកចង់យកដៃរាជការម៉េងមកសម្រាប់មន្ត្រីឆេងផងហ៎ឯងចង់ក្បត់ហើយណែការពិតគឺអញ្ចឹងទេខ្ញុំឃើញស្ថានភាពវាតឹងតែងពេកខ្ញុំក៏លេងសើចជាមួយម៉ែខ្ញុំក៏ចង់ឲ្យអ្នកទាំងអស់គ្នាសប្បាយចិត្តតែប៉ុណ្្នឹងឯតាបើសិនជាឯងចង់លេងសើចឯងលេបដៃនោះចូលក្នុងពោះអស់ទៅគ្រាន់តែលេបដៃមានអីបញ្ហាទៅមានបញ្ហាអរគុណអ្នកទាំងអស់គ្នាអរគុណខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាឥឡូវគ្មានស្អីទៀតទេយើងចាប់ផ្ដើមកាត់ក្តីតទៅទៀតលោកពូដូចផ្លាយណែរឿងមិញនេះយើងមិនដេញដោលទេឲ្យប្រចាំទៅចោះប៉ុន្តែបើសិនជាគ្មានផតតាំងគ្រប់គ្រាន់ទេឲ្យឆាងអុយវាត្រឡប់ទៅផ្ទះវិញទៅទុកវានៅធ្វើស្អីឲ្យវាទៅវិញទៅក៏ដល់ល្អហើយមើលដល់យើងចាំសម្រេចទៅតែសម្រេចយ៉ាងម៉េចទៅខ្ញុំមានមធ្យោបាយក្នុងការសម្រេច
យើងត្រូវតែធ្វើការពិសោធន៍ឈាមទើបដឹងពិសោធន៍ឈាមហ៎ពិសោធន៍ឈាមត្រួយសម្រាប់មួយចោលទៅឆាងអុយឯងអត់បាននិយាយថាឯងរំលោភអ្នកស្រីហើយកូនដែលទៅនឹងការនេះក៏គ្មានអ្វីតាក់ទងជាមួយនឹងឯងដែរហើយឈាមរបស់ឯងនឹងឈាមកូនម្នាក់នេះក៏គ្មានអ្វីតាក់ទងនឹងគ្នាដែរតើមែនទេបើឯងបង្ហូរឈាមឯងមិនកុហកទេតែបើមិនហ៊ានទេបាននេះថាឯងរំលោភគេតែយើងមិនខ្លាចទេឈាមដូចគ្នាណាឯងប្រកាសជាឃាតកររំលោភគេហើយសម្រាប់មនុស្សមិនអាចប្រកែកបានទេទោះរបស់ឯងត្រូវប្រហារជីវិតចោលភ្លាមមិនអាចទុកបានទេអ្នកទាំងអស់គ្នាទុកគេធ្វើអីទៀតប្រហារជីវិតមិនអាចទៅជាចឹងទេពុកធរជួយខ្ញុំផងមិនមែនជាកូនរបស់ខ្ញុំទេជួយខ្ញុំផងទៅយើងនៅនេះហើយចាំឯងទៅរវល់ធ្វើស្អីទៀតតែស្ងៀមទៅបើឯងមិនរំលោភនាងទេហេតុអីក៏ឈាមនោះដូចគ្នាម្ល៉េះកូននោះប្រកាសជាកូនរបស់ឯងហើយមិនមែនទេខ្ញុំរំលោភនាងភ្លាមមិនក៏ស្អីឡើងមានកូនភ្លាមអីក៏ឆាប់ម្ល៉េះមិនអាចទេអូការពិតគឺឯងជាអ្នករំលោភនាងមែនអាចោលចង្រៃឯងមិនគួរកុហកយើងអញ្ចឹងទេឯងអ្នកអាក្រក់ជួយជាតិណាឥឡូវយើងដឹងការពិតហើយអ្នកទាំងអស់គ្នាសប្បាយចិត្តចុះឯងមិនគួរកុហកអញអញ្ចឹងទេចេះផ្លែលោកប្តីបានយ៉ាងមិនទៅហើយប្រពន្ធសម្លាញ់អូនមកទីនេះធ្វើអីខ្ញុំមកយកកូនយើងនៅទីនេះណាថាម៉េចនោះជាកូនរបស់យើងហ៎ចាអាចចង្រៃឯងមិនគួរបោកប្រាស់យើងបែបនេះទេអូប្រោះតើវាយ៉ាងម៉េចមិនបាច់ប្រកែកទៀតទេលែងឆ្កែចាញ់មកលឿនឡើងហេយើងលេងរវល់នឹងឯងហើយចង់ធ្វើអីក៏ធ្វើទៅពុកធေါ်កុំចូលមកសោះឯងចង់ក្បត់យ៉ាងម៉េចនឹងលោកថាវាមិនចេះវិជាគុណឥឡូវឃើញច្បាស់នៅភ្នែកហើយមែនទេណែណាហ៊ានជួយមកយើងសម្រាប់វាចោលលោកម្ចាស់លីពិបាកដល់លោកបន្តិចហើយតែដល់ពេលលោកស្លាប់ចាំខ្ញុំទទួលព្រះអង្គឲ្យធ្វើបុណ្យឲ្យលោកទៅចោលមិនអីទេខ្លារខិនបោះក្បាលវាមកកន្លែងមកខ្ញុំមិនតើលោកម្ចាស់ខ្ញុំដឹងហើយតែទៅអូសក្បាលវាភ្លាមមកអូយកុំយកខ្លោបពេកយកនឹងសម្លាប់អីចោលជិះកោទេកុំយកខ្លោបពេកកុំយកលោកម្ចាស់ប៉ាវសុំជូនពរឲ្យលោករកស៊ីមានបានអរគុណខ្ញុំឈប់ធ្វើជាមន្ត្រីយូរហើយតាណែប្អូនថ្លៃមិនក៏ឈប់ធ្វើមន្ត្រីបាយជាមលក់ឆ្នាំវិញអញ្ចឹងបងថ្លៃជាមនុស្សឆ្លាតខ្ញុំពិបាកនិយាយប្រាប់ណាមើលខាងក្រៅយូរយានរបស់លោកទៅហើយយ៉ាប្រពន្ធសម្លាញ់ប្រយ័ត្នតិចណាចាខ្ញុំបានប្រកល់ឆ្នាំកើតកូនរបស់ប្តីខ្ញុំទៅឲ្យលោកម្ចាស់ប៉ាវនៅពេលដែលគាត់ផឹកហើយប្រពន្ធរបស់គាត់សិតតែមានកូនទាំងពីរនាក់ម្យ៉ាងទៀតពេលនេះថែមទាំងបានយកឆ្នាំហ្នឹងមករកស៊ីថែមទៀតផងខ្ញុំមានលទ្ធផលដូចថ្ងៃនេះដោយសារតែព្រះអង្គម្ចាស់ប្រទានឲ្យខ្ញុំនឹកត្រង់ណាសំណាងឲ្យដែលខ្ញុំចេះថែរក្សាខោខ្លីរបស់ព្រះអង្គម្ចាស់ទុកពេលដែលហាត់បន្តិចទៅគឺមានកម្លាំងព្រឹសតែម្ដងហើយបើរលាស់តែបន្តិចគឺស្រួលសរសៃភ្លាមអ្នកទាំងអស់គ្នាហាត់បន្តិចទៅឲ្យមានកម្លាំងហាត់ទៅហាត់ទៅព្រះអង្គម្ចាស់ជាងមកដល់ហើយព្រះអង្គម្ចាស់យាងមកដល់ខ្ញុំមិនបានទទួលពីចម្ងាយសូមអភ័យទោសផងចុះលោកម្ចាស់ប៉ាវលោកបើកហាងអញ្ចឹងតែខ្ញុំមិនបានចូលរួមតែស្ដាប់ដំណឹងអាក្រក់មួយសិនចុះពេលនេះព្រះអង្គសោយទីបង្គត់ហើយព្រះអង្គអីបានជាព្រះអង្គសោយទីបង្គត់តាហេតុអីទៅហេតុអីបានជាព្រះអង្គសោយទីបង្គត់ទៅកើតហេតុអីព្រះអង្គប្រឈួនកើតស្អីគឺកើតស្វាយ